ស្វាគមន៍ជាថ្មីមកកាន់វីដេអូ25ថ្ងៃនៅក្នុង Ark Survival Map Extension នៅក្នុង map នេះអ្នកនរនឹងបានឃើញជាមួយនឹងសត្វ Titan 3 ប្រភេទដែលវាសិតតែជាសត្វដែលខ្លាំងមានដូចជា Desert Titan, Ice Titan, Forest Titan ជាមួយនឹង The King of Titan វាគឺជា Titan ដែលធំជាងគេគឺមានវាចង់ប៉ិន Godzilla ហើយអ្នកនរគ្នាហើយនៅក្នុងនោះមានសត្វច្រើនប្រភេទមែនតើប្រភេទសត្វថ្មីនៅក្នុងហ្នឹងហើយជាពិសេសនោះគឺសត្វទាំងអស់ដែលនៅក្នុងហ្នឹងអ្នកដែលនៅក្រៅ zone ហ្នឹងគឺវានឹងឆ្លងជំងឺមួយបំលែង DNA មិនដឹងទេដែលគេហៅថាប្រភេទសត្វក្រប់ព្រោះសត្វហ្នឹងគឺសាហាវខ្លាំងមែនតើនៅពេលដែលយើងនៅចិត្តវាទោះវាជាប្រភេទសត្វ slot មិនក៏ដោយក៏វានឹងតាមសម្លាប់យើងដូចជាប្រភេទសត្វស៊ីសាច់ជាអាហារផងដែរតោះដើម្បីកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចូលទៅមើល25ថ្ងៃរបស់ខ្ញុំតើវានឹងលំបាកវេទនាប៉ុណ្ណាហើយអាចវាយឈ្នះមេ Titan King of Titan ដែរឬទេតើតបងមកយើងកើតឡើងមកនៅក្នុងទឹកដីមួយរបស់ extension របស់យើងហ្នឹងហើយគោលម្ដងរបស់យើងទៅបងមកគឺយើងត្រូវតែក្រាស់ជាមួយនឹង pickaxe មួយដើម្បីសម្រួលដល់ការងារយើងក្នុងការ farm ថ្មហើយខ្ញុំដើរក៏បានជួបជាមួយនឹងសាកសពត្រីមួយបានសេរីវាមកឆ្ងាញ់ដែរយកសាច់ដើម្បីទុកបរិភោគចឹងណាហើយដើរទៀតក៏បានជួបជាមួយនឹងអាសត្វ farm សត្វហ្នឹងគឺ farm លឿនមែនតើខ្ញុំ check មើលទៅវាស៊ីទីនតូបេរីអញ្ចឹងស្រួលថែមខ្លាំងមែនតើថែមវាមួយជីកដើរអុកលុកពេញ map តែម្ដងប៉ុន្តែអាសេចក្តីសុខរបស់យើងវាមានមិនសូវបានយូរទេបានផ្លែតអញ្ចឹងណាជួបជាមួយនឹងអា defender មកអាហ្នឹងដឹងមិនវាដើរវាយទៅសត្វជួបសត្វយើងលេងវាវាយសត្វយើងដែរខ្ញុំព្យាយាមជួយខ្លាំងមែនតើជួយអត់កើតទេវារត់លេលើពេញហ្នឹងអញ្ចឹងទៅមុំបានឡើងជិះវាហ្នឹងឈាមវាឡើងឡូឡើងចង់ងាប់ហ្មងណាអញ្ចឹងយើងក៏បានយ៉ាប់ជិះវារហូតបន្តតារត់អាហ្នឹងវាដេញវាយយើងលុកខ្សែម្ដងវាអត់មានប្រឈប់ការដេញតាមទេរហូតដល់ដាច់ map វាអស់បានជាយាមតឡើងឈាមតឡើងអីអានេះឲ្យបានបន្តិចទៅសម្រួលដល់សត្វរបស់យើងតែយ៉ាមិនយូរប្រហែលនេះអានោះក៏បានម្ដងទៀតនៅវាតាមចង់កម្មចង់ពីអាសត្វយើងនឹងរហូតវាចង់ឲ្យងាប់ហ្មងហើយខ្ញុំឡើងដល់លើនេះខ្ញុំគិតថាអូវាឡើងមិនរួចទេវាឃើញកលាក់អញ្ចឹងដឹងវារោផ្លូវមិនវាចេះឡើងចុះឡើងមកតាមតនឯងវាក្រួយទៀតឌីវ៉ៃតាមរោរឿងគ្នាអត់ឈប់ហ្មងអញ្ចឹងក៏បានរកកន្លែងចាក់ខ្លួននេះសោកកូតបន្តិចគិតថាអូអត់ស្រួលទេតម្រូវដល់វាចាក់គូទៀតមានណាគិតតតផុតមកដល់នោះចាក់ឯងតតាអាសត្វរបស់យើងនឹងបះជើងទៅណាគ្នាហើយយើងក៏បានបោះបង់វាចោលទៅដោយសារវាងាប់បាត់ហើយអញ្ចឹងយើងក៏បន្តដំណើរទៅមុខទៀតហើយបានរៀបចំធ្វើផ្ទះមួយចំនួនដែរណាមួយយើងចង់ធ្វើអាបាឡាលួសហ្នឹងដើម្បីការពារផ្ទះយើងព្រោះតែមានបាឡាលួសហ្នឹងពួកហ្នឹងវាចូលអត់រួចទេហើយសត្វមុំក៏វាចូលអត់រួចដែរអញ្ចឹងយើងធានាបានសុវត្ថិភាព 100% សម្រាប់ខ្លួនឯងនៅពេលយើងស្នាក់នៅដើម្បីអានេះគេថាបដាអាសន្នណាដើម្បីយើងត្រៀមខ្លួនបន្តដំណើរការយើងទៅមុខទៀតហើយតទៅធ្វើផ្ទះធ្វើអីហើយមកបានដើរមើលគៀកផ្ទះបន្តិចឃើញសាកសពអា defender នឹងមួយដែលវាងាប់អញ្ចឹងយើងកុំឲ្យខាតយើងវាយសាកសពរបស់វាដើម្បីយក electronic ទុកក្រាស់ជាមួយនឹង item របស់យើងបន្តទៀតបន្ទាប់ពីយើងវាយបានយក electronic វាយហើយមកយើងក៏បានមកផ្ទះហើយជួបជាមួយនឹងអង្គីប៉ុន្តែយើងអត់តន់ធ្វើអីវាទេព្រោះយើងអត់តន់ដល់ level ដែលត្រូវការប្រើប្រាស់វាអញ្ចឹងណាបន្តិចទៀតបានយើងនឹងប្រើប្រាស់វាយកមកសម្រាប់សម្រួលដល់ការងារយើងហើយយើងក្រាស់ព្រួញក្រាស់អីបន្តិចក៏ឃើញជាមួយនឹង stego វាជាប់នឹងលបងយើងហើយយើងគិតថាវាអាចធ្វើអីយើងបានទេក៏ឆ្លៀតវាយវាដើម្បីយកអាចឆ្អឹងរបស់វាហ្នឹងដើម្បីយើងធ្វើ cementing path ធ្វើអីផ្សេងៗអញ្ចឹងទៅហើយយកសាច់យកវាហ្នឹងទុកអាំងព្រោះយើងដឹងហើយថាតែវាជាប់នៅហ្នឹងវាវាយយើងអត់កើតទេអូខេអញ្ចឹងយើង free បាន stego មួយតមកទៀតក៏បានចេញប្លុកទៀតអត់បានស្លៀកពាក់កៅអៅទេបាទគឺចេញទៅចាប់ជាមួយនឹង Peter Nadon មួយចង់យកវាយកមកធ្វើជំនួយការដើម្បីហោះកាត់ផ្ទៃមេឃជាមួយគ្នាចាប់វាទៅប៉ុន្តែជាក់ស្ដែងយើងជួបជាមួយអានោះមួយនោះអាហ្នឹងគឺខ្ញុំមិនដឹងថាមិនទេនៅពេលយើងកាន់អាវុធនៅចិត្តវាគឺវាដេញវាយយើងហ្មងសូទៅពេលអញ្ចឹងជាវាមានបញ្ហាក៏ឈប់បាញ់ពីចង្អាយបើសិនជាវាមកវាយយើងអីក៏មកត្រូវសัตว์យើងអញ្ចឹងណាហើយយើងបតក់ពី3គ្រាប់ទៅពីតើយើងស្លាប់យើងក៏បានរៀបចំកើបទៅដាក់សាច់ឲ្យវាហើយដាក់សាច់ហើយយើងនឹងបន្តដំណើរយើងទៅមុខទៀតថាយើងនឹងទៅក្រាស់អីបន្តទៀតអញ្ចឹងណាឥឡូវយើងចាប់ផ្ដើមរៀបចំដាក់សាច់ដាក់អីហើយយើងក៏បានថែមវាបានសម្រាប់ហើយដាក់ saddle ឲ្យវាយើងជិះដើរកន្លងពេញពិភពលោកតែម្ដងចាំថានៅក្នុង map ហ្នឹងវាមានអីខ្លះ explore ខ្លាំងតែមែនតើគឺជិះតែ Peter ហ្នឹងឯងមួយថ្ងៃពីរថ្ងៃជិះហើយជិះដល់មកទៅហឹងតែម្ដងហើយតោះមកយើងក៏បានថែម Peter មួយទៀតយកវាមកធ្វើមកគូហ្មងដៃគូសហការរបស់វាហ្នឹងហើយយកវាមកទុកក្នុងផ្ទះដើម្បីសុវត្ថិភាពរបស់យើងដែរហើយផ្ទះយើងគឺជាផ្ទះដែលមានសុវត្ថិភាពខ្លាំងបំផុតហើយក្នុងអាកហ្នឹងព្រោះអត់មានសត្វណាចូលបានទេហើយថ្ងៃទី2របស់យើងក៏បានមកដល់ហើយយើងក៏បានត្រៀមខ្លួនសម្រាប់ធ្វើការប្រមាញ់ក៏ដូចជាចាប់សត្វមួយចំនួនហើយយើងឃើញ Parasaur នេះតំណងវា level 14
ចឹងក៏បានបោះបូឡាទៅវាមួយហើយយើងក៏បានបាញ់ព្រួញប៉ចឹងទៅដើម្បីយកវាទៅធ្វើជាយានជំនិះចឹងបន្ទាប់ពីយើងបាញ់ផារ៉ាសឺស្លាប់ហើយយើងក៏បានដាក់បារីដាក់អីឲ្យវាទៅព្រោះសត្វអស់ប្រភេទហ្នឹងវាស៊ីជាប្រភេទបារីទេហើយចាំវាបន្តិចវាក៏ហើយយើងក៏បានថែមវាយកទៅផ្ទះហើយវាក៏បានខ្លាយទៅជាសមាជិករបស់យើងមួយដែលយើងនឹងយកវាសម្រាប់ប្រើប្រាស់ក្នុងការ farm berry ដែរព្រោះអា farm berry យើងមិញពួក defender វាយងាប់ហើយតោះមកយើងក៏បានដើររក farm berry ដើម្បីធ្វើ naco berry អញ្ចឹងយើងត្រូវការ narcotic ខ្លាំងមែនតើព្រោះ narcotic មួយដូចជាត្រូវការ naco berry ច្រើនណា8ហើយសាច់អុយសាច់អីចឹងទៅអានឹងវាជាធាតុផ្សំរបស់វាដើម្បីផលិតចឹងណាអញ្ចឹងយើងពិតជាត្រូវការ berry ខ្លាំងបើអត់មានពួកសត្វជួយ farm ទេយើង farm ដៃទៅទេអូមួយឆ្នាំមិនតាន់បានធ្វើសម្រាប់ដើរថែមសត្វហ៎បន្ទាប់ពីយើងដើរថែមបានមកសន្ទុះមកយើងក៏យកពីតើណាដុនរបស់យើងហ្នឹងគឺដើរ explore map ថែមបន្តិចទៀតណាមួយយើងចង់រកជាមួយនឹង obsidian ដើម្បីយកទៅក្រាស់ជាមួយនឹង polymer ព្រោះខ្ញុំអត់ដឹងទេព្រោះខ្ញុំទៅលេង map ហ្នឹងលើកដំបូងខ្ញុំមានដឹងថាប្រភេទពួកសាច់របស់ពួកខរ៉ុបហ្នឹងយើងអាចយកជំនួសប្រើប្រាស់ជាមួយនឹង polymer បានណាខ្ញុំឡើងដើររឡើងពេញនឹងលេងឡើងចង់ចប់ឲ្យបណ្ដឹងប៉ុន្តែចាក់ស្ដែងយើងរក polymer មិនតាន់បានប៉ុន្មានហ្នឹងពួកអាត្រៃនោះដូចខ្ញុំនិយាយពីដើមចឹងពួកអាសត្វអស់ហ្នឹងវាឃើញយើងអត់បានវាដេញវាយហើយយើងក៏បានពាក់លីជាមួយនឹងពីតើណាដុនរបស់យើងតែខ្ញុំព្យាយាមហៅដែរព្យាយាមជួយវាដែរប៉ុន្តែខ្ញុំអត់បានដាក់ passive ទៅពេលអញ្ចឹងវាទៅវាយមួយគេហើយគ្នាគេច្រើនផងវាក៏បានពាក់លីអត់អីទេយើងពាក់លីពីតើណាដុនមួយយើងសល់ជីវិតយើងក៏បានរត់ទៅផ្ទះវិញតាមផ្លូវដល់វេទនាអ្នកនរគ្នាអើយផ្លូវនេះគឺវេទនាខ្លាំងសត្វសាហាវមានតាំងពីនាគតាំងពីឥន្ទ្រីតាំងពីអីច្រើនខ្លាំងមែនតើអានេះខ្ញុំក៏បានបថុយថាលោតជ្រោះបថុយសាលបងនៃជីវិតដោយអ្នកឃើញក្នុង intro អញ្ចឹងយើងគិតថាជ្រោះជ្រៅអាខាងមុខនេះខ្ញុំខំលោតខ្ញុំស្មាជ្រោះជ្រៅលោកអើយលោតទៅបាក់កយើងក៏បាន spawn មកក្នុងផ្ទះរបស់យើងជាធម្មតាដែលយើងងាប់យើងមកផ្ទះវិញសិនហើយយើងនឹងរៀបចំធ្វើ saddle ដាក់ពីតើមួយទៀតដើម្បីទៅរកជាមួយនឹងitem របស់យើងមិញព្រោះយើងអត់ទាន់បាន teleport ទេអញ្ចឹង item របស់យើងអត់ទាន់អាចយកវាមកវិញបានដោយមិនត្រូវទៅយកពីសាកសពអញ្ចឹងយើងត្រូវជីពីតើយើងដើម្បីទៅរកពីសាកសពរបស់យើងវិញហើយជីមកយើងក៏បានឃើញសាកសពរបស់យើងប៉ុន្តែអ្នកគ្នាដឹងហើយតំបន់នេះគឺជាតំបន់គ្រោះថ្នាក់អញ្ចឹងយើងអត់អាចយកសាកសពយើងបានដោយរលូនទេអញ្ចឹងខ្ញុំត្រូវការមើលថាតើទីតាំងហ្នឹងវាសុវត្ថិភាពអត់សម្រាប់ពីតើយើងចោះចតប៉ុន្តែជាក់ស្ដែងទៅចោះមិនតាន់បានហ្មងគឺពីតើមួយតែពួកខរ៉ុបហ្នឹងវាចូលមកវាយយើងបាទហើយវាឲ្យយើងរស់ស្រួលហើយអញ្ចឹងយើងត្រូវ clear ហ្នឹងចោលមួយសិនទើបយើងអាចយកអីវ៉ាន់របស់យើងបានអូខេឥឡូវយើងស្លាប់ពីតើនឹងចោលមួយខ្ញុំរកកន្លែងស្រួលសម្រាប់ឲ្យពីតើយើងវាឈរឲ្យស្រួលទៅហើយយើងនឹងចាប់ផ្ដើមចុះទៅយក item តែពីតើយើងដឹងមកជីវាហាតាមយើងរហូតអញ្ចឹងក៏អត់អីដែរសំខាន់យើងយក item យើងឲ្យបានសិនទើបយើងមានសុវត្ថិភាពតោះមកខ្ញុំក៏បានឡើងទៅរកពីតើវិញតែអ្នកគ្នាឃើញអត់នេះវាមកញញ៉ៃដូចខ្ញុំនិយាយអញ្ចឹងតំបន់ហ្នឹងគឺតំបន់គ្រោះថ្នាក់ហើយខ្ញុំក៏បានរត់ព្យាយាមមើលពីតើដែរតែគ្រាន់តែហាលទឹកបានបន្តិចពីតើយើងងាប់បាត់ហើយអញ្ចឹងយើងក៏បានពាក់លីពីតើមួយទៀតអញ្ចឹងដំណើរទៅរក obsidian ហ្នឹងគឺយើងពាក់លីពីតើដល់2តែម្ដងអញ្ចឹងយ៉ាចាត់ទុកថាវាខាតដែរប៉ុន្តែ it's okay យើងបាន obsidian មកដើម្បីធ្វើ polymer យើងនឹងបានក្រាស់អីវ៉ាន់មកមួយចំនួនដែលល្អជាងមុនទៀតអញ្ចឹងខ្ញុំបានជាមួយនឹង teleport មួយដែលយក teleport ហ្នឹងសម្រាប់សម្រួលដល់ការពេលថាយើងងាប់អញ្ចឹងយើងមិនបាច់បាក់ទៅរត់យកអីវ៉ាន់ពីសាកសពហើយមួយទៀតបើយើងធ្វើ tele វាបានមានន័យថាយើងពេលយើងទៅទីតាំងណាដែលឆ្ងាយហើយយើងចង់មកផ្ទះហើយវិញលឿនយើងក៏ teleport មកគឺមកដល់ហើយអញ្ចឹងអ្នកគ្នាដូចដឹងមិនអញ្ចឹង Peter ខ្ញុំ2បានបាត់បង់អញ្ចឹងខ្ញុំព្យាយាមដើររក Peter ថែមទៀតតែចាក់ស្ដែងទៅ Peter យើងនេះវា level ទូចមែនតើ level 4ខ្ញុំគិតថាជួយមិនបានហ្មងក៏បានដើរមើលមកប្រាវទៅជួបជាមួយនឹង Peter level 28មួយទៀតក៏បានសេរីវាមួយទៀតទៅអញ្ចឹងយើងបាន Peter 2វិញហើយអញ្ចឹងយើងបាត់បង់2យើងបាន2បើយើងគិតទៅគឺវាស្មើភាពហើយអ្នកគ្នាហើយពីតើបើយើងនេះlevel តូចយើងទុកប្រើពេលមានអាសន្នហើយអានេះបើ level ធំយើងប្រើជាប្រចាំតែម្ដងហើយនេះគឺជាឈ្មោះសត្វរបស់ខ្ញុំដាក់វាឲ្យវាលយតិចមកដាក់វាសាប្រុញហើយយើងដាក់ set ដល់វាជិះទៅរកមើល Peter ដែលយើងបាញ់ដំបងថាវាថែមបានហើយទៅពេលទៅដល់គឺវាថែមជោគជ័យហើយនេះបាទ Peter របស់យើងនៅពេលដែលយើងថែមជោគជ័យអញ្ចឹងអានេះយើងចូលណាខ្ញុំមិញកាត់អីគេបន្តិចហ្នឹងតើឥឡូវយើងចាប់ផ្ដើមចាប់ Peter យើងចូលហើយយើងយក Peter របស់យើងបន្តដំណើរទៅមុខទៀតហើយជាក់ស្ដែងខ្ញុំមានសัตว์ហើយអញ្ចឹងខ្ញុំក៏បានសម្រេចចិត្តថានឹងធ្វើផ្ទះនៅលើ
នៅលើទីក្រុងតែម្ដងគឺមិនមែនធ្វើនៅខាងក្រោមទៀតទេណាហើយចឹងគ្រាន់តែចំណាយពេលធ្វើហ្នឹងខ្ញុំអស់រយៈពេល1ថ្ងៃជាងយើងធ្វើផ្ទះយើងរៀបចំមកស្អាតតែនេះដោយសារធ្វើផ្ទះលើកទី1ចឹងខ្ញុំប្រើខ្ញុំមិនប្រើប្អួយទេខ្ញុំប្រើអញ្ចាំងបើខ្ញុំប្រើប្អួយស្អាតជាងនឹងទៀតមកជាងទៀតបើខ្ញុំប្រើប្អួយហើយនេះជាសកម្មភាពខ្លះៗបើយើងបានធ្វើផ្ទះខ្ញុំព្យាយាមខាយលឿនបំផុតដើម្បីកុំឲ្យខាតពេលអ្នកនរគ្នាយូរបន្ទាប់ពីយើងធ្វើផ្ទះធ្វើអីហើយយើងក៏បានយកពីតើយើងមកលេងជាមួយនឹងតំបន់តកកបន្តិចចូលមកដល់ជួបជាមួយនឹងមៀម2ហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងសម្លាប់អាតូចហើយខ្ញុំនឹងថែមអាធំខ្ញុំតេស្តជាមួយនឹងបូឡាតែមៀមវាអត់ជាប់បូឡាមៀមវាធំចឹងបូឡាចាប់វាគ្មានប្រសិទ្ធភាពទេខ្ញុំក៏បាញ់ឆៅយកតែម្ដងដាក់ទៅអ្នកគ្នាមើលបាញ់រហូតបាញ់វាឡើងមិនចិត្តតិចក្របហ៎តែពេលវាចិត្តស្លាប់វារត់បាត់ប៉ុន្តែវាអត់មានជាបញ្ហាទេដោយសារតែយើងមិនមែនចង់បានវាទេក៏ប៉ុន្តែកាភ្លើងបាញ់អេស្តានហ្នឹងខ្ញុំមានមួយទៀតដែរគ្រាន់ថាខ្ញុំមានតែមួយគ្រាប់អញ្ចឹងខ្ញុំទុកបាញ់ hero ដែលពិសេសអញ្ចឹងដល់ថ្ងៃទី4ខ្ញុំក៏បានបាញ់ជាមួយនឹងមៀមដែល level 40គឺជា level ធំមែនតើអញ្ចឹងការបាញ់របស់យើងវានឹងមានប្រយោជន៍ជាងបាញ់ level តូចបន្តមកទៀតយើងក៏បានហ្នឹងឯងដាក់គ្រាប់ពឹសសាប់យកគ្មានទុកទេរហូតតវាអស់ម៉ាណាអានាទីដែលវាចិត្តរួចវិញហ្នឹងល្មមហើយយើងថែមវាបានមួយក៏វាសម្រួលដល់ការងារយើងច្រើនដែរដោយសារតែមៀមវាអាចតឡើងឈាមក៏បានវាអាចហោះក៏បានហើយវាអាចចំមុចក្បាលដូច Griffin ទេអ្នកនរគ្នាគឺលយខ្លាំងមែនតើជាមួយនឹងមៀមណាហើយខ្ញុំក៏បានចាប់វាបានទៅចំសេរីដាក់ឈ្មោះដាក់អីវាមកស្អាតព្រោះវាជាជា hero ជាសត្វដែលធំជាងគេសម្រាប់យើងនៅក្នុងពេលបច្ចុប្បន្នហ្នឹងហើយអញ្ចឹងក៏បានចាប់វាចូលសូលមួយហើយយើងមកដើររក organic polymer ដូចតែបាននិយាយអញ្ចឹងដោយសារខ្ញុំមិនដឹងថាអាក្រប់ហ្នឹងវាអាចជំនួសបានណាអញ្ចឹងមានន័យដើរវាយទាអាណិតអាទាហ្នឹងចុះយ៉ា10 20ក្បាលវាយដើម្បីយក organic polymer ក៏ប៉ុន្តែទាហ្នឹងវាជាប្រភេទសត្វ slow ដែរតែយើងមិនរករឿងវាមិនរករឿងយើងប៉ុន្តែដោយសារតែយើងត្រូវការ organic polymer ចាំបាច់មែនតើបើអត់វាយវាទេអត់បានទេហើយយើងក៏បានជួបជាមួយនឹងសត្វកំប្រុកអានេះគឺជាសត្វដែលវាអាចមានប្រយោជន៍ខ្លាំងមែនតើវាអាច farm បន្លែក៏បានវាអាចកាប់ឈើក៏បានអញ្ចឹងខ្ញុំក៏បានចាប់វាមួយដើម្បីសម្រួលដល់ការងាររបស់យើងផងដែរព្រោះបានវាមួយវាអាចជួយបានច្រើនណាកុំមើលងាយសត្វកំប្រុកហ្នឹងឲ្យសោះតែបើយើងចាប់សត្វយើងបានយើងក៏បានយកវាមកផ្ទះរៀបចំសម្រាប់ទុកដាក់អញ្ចឹងណាហើយយើងធ្វើ saddle ឲ្យមៀមមួយដែរទុកឲ្យមៀមយើងវាហោះកលឹងពេញ map អញ្ចឹងខ្ញុំក៏បានយកវាតេស្តជាមួយនឹង damage តេស្តជាមួយនឹងលបឿនគិតថាវាគួរសមអាចទទួលយកបានវាយកបើបានវាប្រើហ្គេមហ្នឹងយើងលេងរៀង smooth ជាងមុនយើងរៀងអត់សូវវេទនាទេអញ្ចឹងខ្ញុំក៏បានយកមៀមទៅតេស្តអ្នកគ្នាចាំមើល damage ចាក់ស្ដែងទៅគឺ damage វាបានណា40ដែរអញ្ចឹងបើយើងយកវាយក៏វារៀងគ្រាន់បើជាង Peter បន្តិចប៉ុន្តែធម្មតាទេសត្វហោះវាមានទូនាទីបើវាຕົកនាំជាជំនិះចឹងហើយបើដមិចវាមិនសូវខ្លាំងទេហើយខ្ញុំក៏បានយកវាដើរកោពេញ map check នេះ check នោះមើលមួយ map ហ្នឹងថាវាមានអីខ្លះព្រោះយើងជី Peter យើងមើលមកតង់ហើយយើងយកវាមកតង់ទៀតទៅ up level up អីខ្លះទៅវាបានគួរសមដែរហើយខ្ញុំនឹកឃើញថាអូជីមានមិនចង់ teleport ទៅណែឆ្ងាយតិចឃើញអា forest នេះតំណងក៏យ៉ា teleport ទៅតែការពិតទៅវាមិនមែនជាទីឋានបរមសុខរបស់យើងទេអ្នកនរគ្នាអើយពេលចូលទៅដល់មកឲ្យសិតប្រសាទក៏ពិតយើងត្រូវហៅផុតទៅហ្នឹងវាជាប់ skill របស់យោទីដល់នោះវានឹកឃើញល្មិចវាទៅស្រែកជាប់សัตว์យើងមានណានោះធ្លាក់ពីលើសัตว์បាត់ហើយយើងក៏ត្រូវបានពួកវាបុកគីឡូបាទគឺខ្វាយយើងចោលតែម្ដងងាប់មួយហើយមិនអស់ចិត្តទេងាប់មួយហើយមិនអស់ចិត្តតែ teleport មកម្ដងទៀតអីចង់ខ្លាំងអីវាយស្រួលមិនពេលយើង teleport ទៅម្ដងទៀតហ្នឹងយើងយកតែខ្លួនប្រានតតេរបស់យើងទៅទេយើងចង់ដឹងថានៅទីហ្នឹងមានអីខ្លះយើងអាចរៀបចំសัตว์របស់យើងយកមកសងសឹកបានអត់មានអីយើងចូលទៅដល់មើលឆ្វេងមើលស្ដាំប៉ងាប់ទៀតចឹងទីតាំងនេះគឺជាទីតាំងមួយដែលយើងគិតថាជាទីតាំងគ្រោះថ្នាក់ថ្ងៃក្រោយយើងនឹងយកសัตว์ដែល level ធំយកមកសងសឹកជាមួយនឹងពួកវាវិញយើងក៏ធ្វើការបំភ្លេចទីតាំងនឹងចោលទៅដោយសារតាមៀមរបស់យើងក៏ងាប់ដែរហើយយើងមកតំបន់តកកម្ដងទៀតដើម្បីរកចាប់មៀមប៉ុន្តែចាក់ស្ដែងទៅពេលយើងចេញមកយើងឃើញរបស់ល្អមួយដែលវាល្អជាងមៀមទៀតនោះគឺម៉ាណាអាសត្វហ្នឹងគឺជាប្រភេទសត្វខ្លាំងមួយណាតោះគ្នាគឺមានវាមួយគឺយើងដើរពេញ map ដោយអត់ខ្វល់ពីអ្នកណាទាំងអស់តែម្ដងដេញវាយហ៎ហត់រត់លយមែនតើតែដោយសារតែពេលដែលយើងមកហ្នឹងវាកំពុងតែធ្វើការប្រយុទ្ធគ្នាមួយតម្រៃយើងក៏ព្យាយាមសេរីថ្មិចអូសតម្រៃហ្នឹងឲ្យចេញពីវាសិនហ
ហើយយើងចាំសេរីថែមវាតាមក្រោយអញ្ចឹងណាទីចុងបញ្ចប់យើងក៏បានបាញ់វាជាប់ជាមួយនឹងសំណាញ់ពីងពីងគេថាសំណាញ់ច្បាប់សំណាញ់មេឃរបស់យើងបានហើយយើងក៏បានសាប់រហូតតើតាវាស្លាប់ដាក់ឲ្យវាស៊ីយើងក៏ថែមវាបានសម្រាប់ហើយយើងបានអានេះមួយមកខ្ញុំគិតថាវាអាចនឹងសម្រួលការងារយើងខ្លាំងជាងមៀមទៀតព្រោះថាមៀមបានមួយផ្លែតហើយអញ្ចឹងថ្ងៃទី5យើងក៏បានផុតទៅចង់បញ្ជាក់ដល់ទាំងអស់គ្នាបន្តិចដែរគឺក្នុងមួយថ្ងៃរបស់យើងនឹងវារៀងបងថ្ងៃធម្មតាវាចង់ស្មើ4ថ្ងៃរបស់គេដែរព្រោះយើងសេរីថ្ងៃអត់ឲ្យវាដើរលឿនពេកហ៎អញ្ចឹងបើគិតទៅវាខ្ទង់ថាអត់100ថ្ងៃដែរចាស់យើងគិតថា25ថ្ងៃហ្នឹងដោយសារតែយើងសេរីថ្ងៃអញ្ចឹងបើគិតជាថ្ងៃធម្មតាអាចនឹង100ថ្ងៃហើយខ្ញុំក៏បានយកវាមកតែដមិចតែអីបន្តិចដែរតែហើយយើងក៏បានជិះវាអណ្ដាលហ្នឹងគឺដើររនត្រីព្រោះយើងត្រូវការត្រីយកមកសម្រាប់ចាប់សัตว์យើងហោះទៅក្រោមដើម្បីទៅវាយថ្មវាយឈើវាយអីចឹងទៅវាយដៃចឹងទៅហើយខ្ញុំជីក៏ឃើញត្រីមួយវា level 9គឺថា level ទូចទេប៉ុន្តែយើងត្រូវតែចាប់ព្រោះវាអត់ទាន់ឃើញមាន level ធំវា spawn ឡើងទេអញ្ចឹងយើងចាប់តាមលទ្ធភាពទៅឃើញប៉ុណ្ណាចាប់ប៉ុណ្ណឹងតើមកខ្ញុំក៏បានហ្នឹងឲ្យដាក់សាច់ដាក់អីឲ្យវាដូចតែយើងថែមសัตว์រាល់ដងទេព្យាយាមធ្វើម៉េចយើងកាត់វីដេអូយើងកុំឲ្យវែងខ្លាំងពេកហើយថែមត្រីបានខ្ញុំដូចជាដាក់ឈ្មោះវាថាគេ delivery ព្រោះទុកឲ្យវាដឹកសัตว์របស់យើងទៅព្រោះអាត្រីហ្នឹងវាដឹកសัตว์បានយ៉ាងធំគួរសមដែរហើយបន្តមកទៀតយើងត្រូវការអ្នកដែលមានសមត្ថភាពខ្លាំងនៅក្នុងការចាប់ថ្មច្រឡំវាយថ្មហើយខ្ញុំដាក់ឈ្មោះវាថាអាស៊ីថ្មព្រោះអាហ្នឹងក៏ជាសัตว์ដែលយើងត្រូវការដែរអញ្ចឹងសัตว์ណាដែលយើងត្រូវការសម្រាប់ដើររក resolve យើងនឹងព្យាយាមដើររកវាអស់មកដើម្បីសម្រួលដល់ការងារយើងព្រោះថ្មជាទូទៅមួយដុំយើងវាយបានតែ300 500ទៅពេលដាក់វាមក2000អញ្ចឹងណាដៃក៏ចឹងដែរអញ្ចឹងសัตว์វាយថ្មក៏យើងមានសัตว์វាយដែកក៏មានយើងមានហើយថ្ងៃទី6មកដល់យើងក៏បានឲ្យបង្ហាញពីសមត្ថភាពផ្ទះយើងបន្តិចមកហើយយើងក៏បានធ្វើចឹងយើងបានប្រហើយផ្ទះយើង 100% ហើយផ្ទះយើងពិតជាមានន័យថាសម្រស់ស្អាតខ្លាំងមែនទែនតែតាំងពីខ្ញុំលេងអាកមកខ្ញុំមិនដែលបានធ្វើផ្ទះមកវាមើលទៅរៀងលយអីចឹងណាហើយយើងសัตว์យើងឥឡូវក៏វាច្រើនគួរសមដែរអញ្ចឹងហើយយើងក៏បានដាក់ធុងមួយសម្រាប់ផ្ដល់ចំណីឲ្យសัตว์ទៅដើម្បីសម្រួលឲ្យវាកុំឲ្យវាឃ្លានឬមួយក៏អាចធ្វើឲ្យសัตว์ខ្លះវាដាច់ពោះងាប់អាហ្នឹងសម្រាប់អ្នកដែលដឹងគឺឆ្ងល់មិនបានសัตว์ຕົកផ្ទះសុកសัตว์ងាប់បន្តមកទៀតយើងក៏បានជួបជាមួយនឹង agent វីដែលមាន level ធំខ្លាំងមែនទែន level 85អញ្ចឹងយើងក៏អត់ឲ្យអាកាសនេះកន្លងផុតទៅទេយើងក៏បានរៀបចំដាក់ប៉យកតែម្ដងអញ្ចឹងបើយើងបានអញ្ចឹងទៅវិញនេះមួយគឺវាហត់តែសម្រួលដល់ការងារយើងកាន់តែខ្លាំងទៀតហើយអញ្ចឹងសัตว์ដំបងយើងអត់តន់ត្រូវការសัตว์ដមិចអីខ្លាំងណាស់ហ្មងទេយើងត្រូវសัตว์ណាដែលវាអាចជំនួយទៅដល់ការងារយើងឲ្យកាន់តែលឿនអញ្ចឹងណាហើយខ្ញុំក៏បានដាក់វាប៉រហូតទៅដល់ម៉ាណាវាពេញវាស្លាប់បានយើងនឹងយើងបន្តដំណើរទៅមុខថាយើងនឹងធ្វើអីបន្តទៀតអញ្ចឹងណាបន្ទាប់ពីថែមវាបានហើយយើងក៏បានបន្តដំណើរយើងទៅមុខយើងនឹងរៀបចំការងារយើងបន្តទៀតអ្នកគ្នាដូចជាឃើញស្រាប់ហើយខ្ញុំនៅស្រាតនៅឡើយទេអញ្ចឹងតិចទៀតខ្ញុំនឹងត្រូវក្រាស់អាយខ្នែអីក៏ពិតក្រាស់ហ្នឹងត្រូវការអីច្រើនតែចេះតែភ្លេចក្រាស់ហើយខ្ញុំក៏បានមកតេស្តជាមួយនឹងម៉ាណាបើយើងយកមកតំបន់តកកដែរវាយជាមួយនឹងសត្វចចកពួកអាហ្នឹងគឺសត្រូវសួរពូជរបស់យើងអីដោយសារវាមកទាំងក្រុមហើយដឹងមិនអាបកាច់យកនោះវាមកពីណាវាលោតខំយើងមានណាណែក៏ភ្លើងខ្លីទៅមកក្រាស់ថ្មីក្តៅអូនចេញពីឡមកមានអីដាក់ប៉សំខាន់បាញ់វាពីចង្អាយមកអស់ចិត្តទេណាវារត់មកខំយើងទៀតអញ្ចឹងយើងក៏ឲ្យកដោវាមកបងទៅ30 មីលីម៉ែត្រ is my gang ដាក់ប៉ងាប់មួយបាត់ទៅហើយអូខេឥឡូវយើងក៏បានបន្តដំណើរមួយទៀតហើយឆ្ងល់ឃើញស្អីគេហុយក៏បានដើរទៅ check មើលថាគេហុយត្រប់ហើយយើងអត់ដឹងថាត្រប់ហ្នឹងវាមានតួនាទីអីទេវាយផងយកសัตว์វាយផងខំផងហើយតបមកវាលោតសៀលភ្ញាក់ប្រើតហើយនៅតែវាយតទៀតហើយក៏បានចេញទៅបិទសៀលចង់ដឹងថាហ្នឹងវាស្អីគេវាអត់យល់ប៉ុន្តែយើងក៏បរាជ័យជាមួយនឹងត្រប់ហ្នឹងយើងអត់ដែលដឹងអញ្ចឹងក៏ម្លងវាចោលទៅហើយចាំថ្ងៃក្រោយចាំយើងការពារវាម្ដងទៀតហើយបន្ទាប់មកខ្ញុំក៏បានចាប់ដល់ចិនទៅវិញមួយទៀតដើម្បីយកវាទៅប្រកាសជាមួយនឹងអាមួយ level 85របស់យើងហ្នឹងបង្កើតកងតបបច្ចេកវិទ្យាមួយដើម្បីទុកវាយមេ Desert Titan ព្រោះមេនឹងហោះអញ្ចឹងយើងអាចយកជីកាអាចយក T-Rex ឲ្យវាយបានទេអញ្ចឹងខ្ញុំក៏បានរៀបចំជាមួយនឹងអានឹងមួយហើយខ្ញុំក៏បានបន្តមកចាប់ជាមួយនឹងកែបទុក400អ្នកគ្នាដឹងហើយទុនទីបងកែបអ្នកខ្លះក៏អត់ដឹងដែរប៉ុន្តែទុនទីបងកែបគឺវា400នៅពេលដែលវាវាយ100វាអត់វាយជាវាអត់វាយបានឈិនទីនទេវាវាយមកគឺសមិនធីមផាសតែម្ដងហើយយើងយកវាមកតេស្តជាមួយនឹងសមោច
nếu khi sớm dương vay ban chín tin thầm đá thế tại bờ rồi mình dương vay ban sớm mình thinh phạt chẳng ai và tao mới nhưng các bạn rồi đi sống mà chuẩn luôn cho bạn cô xong đá nó muốn ca cho mình là ni muối sao muối đại vi chui đi phân nó năng muối tới dương vô vi phù năng được đại vi vay phù khóp được mấy viết con đừng bị vi vay sát thòng mà thảo ở vay sát thòng mà vi si ta pram rồi cho chẳng được đại vi vay sát khóp vi ai si đầm một bọn chẳng vi lôi thằng năng mà dạng đài hay ní chỉ rục riêng vào viết vi sử điện ta đối alien chứ mở vì miền pu miền tây bàn tay skill của viết lôi thòng về ai teleport tại vì teleport ban khởi khởi phải phẻ mét ấy nâng dương ai vô việt đài tới việt rột sủa đài hay bậc ca pia drop đôi chị ở sợi khlang này tại vì dương vô viết xem đẹp ở ca pia cho mùi nâng element nâng khlang của element về miền nói về trên chợ nó vô sạch thông váy cứ bay cái tên mong ở chân là nhẹ element mà chân dương tay là vậy tại check mơ tới khơi miền cua xóm đá tay hiện sọc đai tính được sao là vậy với hiện túi chân được mấy viết còn miền tam năng đài chân nhung vô viên một tay cho mình nó sạch thấy đây này đó như khơi chân được mấy si tà hàm pal đấy được mấy viết mình xây chữ khlang hay gọi tha viết ban vay hiện lướn hay và xin chữ vay ở trên khế xua rột ngay tìm bày và dân các bạn mà đó là nhung các bạn khơi cho mình nó sạch đang hai vị một sấy đôi mà chứ thơ riêng mà chứ năng cứ anh ấy cứ sạch nó cứ là vào viết thủng cho nhung trong chạp ví nhung các bạn banh vì chọc sẵn ảnh tới bàn tay nơi bây giờ nhung banh việc bốc kẹt đá nhung nó khơi tha cả đấy này sẵn ảnh nhà toàn bao nhiêu ton sờ phong sờ nhỏ này tia chân nhung có bay cầm nứt điệp trong phơi chỉ mùi nồng trap mũi sầm đẹp chập vía tại mà đòn cứ nhung điệp trong the foundation hay nhung đã đồ bò đỏ nắng ở tròn điệp vào hiện cua móc pi tận ca móc chân dương chập pi khomនៅក្នុងនឹងបានហើយយើងដាក់ foundation 9 double door 2 មកហើយយើងនឹងធ្វើយើងនឹងរៀបចំធ្វើចដាសម្រាប់ឲ្យវាដើរឡើងចឹងណាខ្លាចគ្នាវាឡើងមិនរួចពេលដែលយើងដាក់ចដាហើយយើងក៏បានបញ្ឆោតវាដើម្បីឲ្យវាហ្នឹងមកចូលអន្ទាក់របស់យើងហើយយើង easy ក្នុងការបាញ់ហ្មងអញ្ចឹងខ្ញុំក៏បានហៅ pro មកនេះមួយមកដាក់មកកញ្ញោពោកមានណាខឹងប៉ុនខំដេញយើងមានអីក្រៅពីរត់ពីអ្នកអាស្វាយើងមករត់ជាប់នៅក្នុងកុបរបស់យើងទៅយើងស្រួលបាញ់បណ្ដោយមានន័យថា easy ក្នុងការបាញ់ហ្មងឈោបាញ់វាលេងបណ្ដោយឃើញអត់វាធ្វើអត់ការទេសាជាប់នៅក្នុងហ្នឹងហ៎ដាក់ប៉ទៅនៅចាំតែអីទៀតចំណៃចូលដល់មាត់ហើយខ្ញុំដករឿងយូរគួរសមដែរអានេះចូល20 30គ្រាប់ហ៎បានមកបាញ់វាស្លាប់ហ្នឹងមិនមែនងាយស្រួលប៉ុន្មានទេអានេះបើសិនជាខ្ញុំអត់តាំងគប់ទេបាញ់តែកំភ្លើងសណាញ់បាញ់មកនេះនឹងស្លាប់អត់ហ៎ឥឡូវបន្ទាប់ពីបាញ់វាសុកអាអូនពីតើណាដុននឹងកើតអីគេរត់មកកាត់មុខបាញ់ឲ្យមួយទៀតបណ្ដោយសារឯងទៅឡើងធំដែរអញ្ចឹងយើងបានអាមេធារៀមនឹងមួយមកហើយយើងដាក់ឈ្មោះវាថាអីអានខ្លួនឯងណាគ្នាខ្ញុំអានចង់ដាច់ដែរណាខ្ញុំចេះដាក់ទៅបន្ទាប់មកយើងបានឈ្មោះវាមួយហើយយើងបានឈ្មោះយើងបានវាមួយហើយយើងចង់យកវាធ្វើអាមីសម្រាប់វាយមេប៉ុន្តែចេះស្ដែងហើយ plan របស់យើងអត់កើតដោយសារយើងមានគីកាល់វាធំពេកអញ្ចឹងតតិចទៀតបានឃើញឥឡូវយើងបន្តទៀតមកយើងក៏បានចាប់ Peter ដាក់ set doll ដាក់អីវាដើម្បីយកវាហ្នឹងធ្វើជាយានជំនិះរបស់យើងហើយខ្ញុំដាក់ឈ្មោះវាថាតៃទីអញ្ចឹងហ៎ទីអញ្ចឹងអានចង់ដាច់តែឈ្មោះវាមួយហើយយើងក៏បានចាប់វាចូលសូវយកវាទៅផ្ទះព្រោះនៅឥឡូវហ្នឹងយកមាន set doll ហើយខ្ញុំឃើញ Peter ដឹងថាស្រឡាញ់ហ្មងចង់ចាប់មួយទៀតតែវា level ទុយពេកហើយខ្ញុំក៏បានបញ្ឆោតជាមួយនឹង Stego មួយដែរអ្នកគ្នាមើល level ទៅដឹងហើយ110អញ្ចឹងបើសិនជាយើងបាន army ដែលជាប្រភេទ Stego ដើម្បីយកទៅវាយមេគិតថាវាអាចគួរសមដែរព្រោះអាហ្នឹងវាតាន់ណាវាយមេមិនស្រួលមេវាយវាអត់សូវឈឺទេអញ្ចឹងក៏បានចាប់អញ្ចឹងខ្ញុំត្រូវចាប់សត្វទាំងអស់ខ្ញុំត្រូវចាប់មកគូអញ្ចឹង Stego នេះខ្ញុំចាប់ញីបានមួយខ្ញុំត្រូវរកឈ្មោះឲ្យវាមកគូទៀតយើងគាត់ទៅចាប់ហើយយើងផ្ញោះពងទុកសិនឯងខ្ញុំអត់បានយកវាវាយមេទេចាក់ស្ដែងទៅប៉ុន្តែឥឡូវនេះមើលចាក់ស្ដែងសិនទៅខ្ញុំចាប់បាន Stego ខ្ញុំចាប់បានមួយហ្នឹងមិញហ្នឹងអាមេធំមិញហ្នឹងហើយឥឡូវនេះខ្ញុំក៏បានក្រាស់ជាមួយនឹងសម្លៀកបំពាក់ហើយខ្ញុំឈប់ស្រាតហើយអ្នកនរគ្នាហើយបន្ទាប់មកខ្ញុំក៏បានទៅរកជាមួយនឹងដៃគូឲ្យតកករបស់យើងតកករបស់យើងវាមិនមានមួយអញ្ចឹងហ៎យើងត្រូវរកដៃគូឲ្យវាមួយទៀតដើម្បីបង្កាត់ពូជវាឲ្យច្រើនព្រោះការពារនៅពេលយើងធ្វើដំណើរជួបសត្វសាហាវអីបើសិនយើង
ban pẹ li vi mùi ấy dương sao côn viên được không te chởn tiết chẳng dương ọt sơ về tận địa thì hay nhưng bạn phơi vi đôi đỏ đỏ nó phù mỗi năng vi sợi trai chừng mười đầm ray chẳng ai ta miên vi cứ miên đầm ray rồi chả làm ai ta miên đầm ray phải chấn cứ miên vi hay vi tờ vai đầm ray lột ba đầm ray về túi mấy ba đầm ray về thông ngọtจากខ្លួនnày nha chẳng nhung các bạn vai vi này tới bàn tay chặt tay ấy vì chặt chọn năng đôi nhung vậy tăng bị đan chẳng năng cái chia sợi trai vào nhau một vì mà được han một khơi ca để những ba nhà nấu làng chết sờ lại nữa vì mà tam nhây nhai dương được hắn thay mà chụp với bay buôn ba liệt nát đại nhà nhúa nó sầm pong qua lại rồi mình tục té ôn sầm pong ngọt chén có rốt bên đây người cả vì các bạn mai chạy áo váy chén vải và chén rốt hay rốt cho rốt láng tới còn mơ thả nó vì chật chụp rồi vì chật là bốt á phần tay vì sập ba đây chẳng tu là bốt có ở đấy dương các bạn từ điệp trong đã cho mùi năng sạch đại IVC mình tịch từ đầm bay thèm vì mà tục mà pra chẳng á thì bạc cắt pui phong hay nhung khăn anh mà chúng nâng pếch ngay tìm bốn nhung các bạn mau mà xa tiết đấy ba nhà năng tam đòn ở tục tê để xa tại anh tam nhảy na hay là về lại những thông đáp ba nhảy mùi từ chúng nâng vi min skill bị xe bao vi đại chẳng rõ sátในក្នុង act survival គឺវាសិតតែមាន skill មានទូនាទីរបស់វាចឹងបើអ្នកគ្នាអត់ស្គាល់ពីទូនាទីស្គាល់ពី skill របស់វាទេការលេងរបស់អ្នកគ្នានឹងរៀងរោគរ៉ាក់បន្តិចយើងវេទនាខ្លាំងជាងគេអ្នកស្គាល់ចឹងទៅដូចជ្រូកនេះចឹងទូនាទីវាដូចមៀមចឹងវាអាចហៀលឈាមជាមួយនឹងសត្វរបស់យើងបានតែអានេះវាខ្លាំងជាងមៀមហ្នឹងមៀមវាហៀលបានតែបន្តិចអានេះហៀលបានមួយដុំធំហ្មងហើយមៀមហៀលវាប្រើម៉ាណាបើនេះហៀលប្រើចំណីចឹងពេលណាចាប់វាបានបុកចំណីឲ្យច្រើនដាក់ឲ្យណែនមកហើយហៀលទៅអត់ងាយអស់ទេសัตว์យើង20ក្បាលហើយអានេះហៀលទាំងអស់ហៀលម្ដងទាំងអស់ចឹងវាមានទូនទីដែរសត្វនេះដូចជាចុងក្រោយខ្ញុំដាក់ឈ្មោះវាថាដុកទ័រប៉ុន្តែនៅពេលចាប់បានភ្លាមហ្នឹងខ្ញុំដូចជាអត់តន់ដាក់ឈ្មោះវាទេបន្ទាប់ពីចាប់អានឹងបានហើយខ្ញុំក៏បានរៀបចំជាមួយនឹងសម្ភារៈយើងដើម្បីថែម T-Rex ចឹងថ្ងៃទី10មកដល់ហើយសត្វធំគឺយើងត្រូវការថែមដែរយើងត្រូវការសត្វជំនួយបានច្រើនហើយអ្នកគ្នាឃើញអាការ៉ុបហ្នឹងវាតាមញញខ្ញុំអត់ចឹងសត្វ T-Rex នេះគឺជាប្រភេទសត្វធំមួយដែលបើសិនជា map ធម្មតាគឺយើងយកវាហ្នឹងហើយទៅវាយមេប៉ុន្តែ map នេះវាពិសេសជាងគេចឹងវាយមេមានត្រូវការ T-Rex គេត្រូវការ Giga ចឹងខ្ញុំដាក់អន្ទាក់មិញយ៉ាងនេះឃើញខ្ញុំប្រើ gateway ដាក់វាប៉ុន្តែអា gateway ហ្នឹងវាទូជាងខ្លួន T-Rex ខ្ញុំគិតថាអត់កើតទេអញ្ចឹងធ្វើក្បាច់ដូចយើងចាប់មួយរោមច្រើនវិញអញ្ចឹងខ្ញុំក៏បានហៅវាមកឲ្យវាចូលតាក់យើងហើយយើងក៏បានបាញ់វាដូចសាមុនអញ្ចឹងគឺយកវាយកមកឈរឲ្យយើងបាញ់ free តែម្ដងT-Rex នេះខ្ញុំបាញ់ជូគួរសមដែរអស់ខ្ទង់ 50-60 គ្រាប់ដែរដើម្បីបានវាមួយហ្នឹងហើយ level វាណាមួយ level វាខ្ពស់145គឺ level ធំខ្លាំងមែនតើហើយខ្ញុំដាក់ឈ្មោះវាថា Big Man Big Momអូខេណាគ្នាបន្ទាប់ពីចាប់ T-Rex ចាប់អីបានហើយខ្ញុំក៏បានឆ្លៀតមកប្រហែលផ្ទះយើងដោយសារផ្ទះយើងធ្វើហើយតែមកជាហៀងឯណាមិញអញ្ចឹងមែនទេច្រឡំអាននិយាយច្រឡំមែនទេតែយើងធ្វើហើយក៏យើងធ្វើប្រដាប់ដាក់ Forge យើងផលិត Forge Forge ហ្នឹងវាធំពេកវាដាក់ក្នុងផ្ទះយើងអត់ចូលអញ្ចឹងហើយយើងក៏បានរៀបចំផលិតធ្វើ foundation ថែមដើម្បីដាក់ Forge ហ្នឹងអញ្ចឹងណាហើយ Forge ហ្នឹងវាមានទូនាទីដុតដែកដុតអីដូច Forge ធម្មតាដែរតែវាលយជាងបន្តិចដោយសារវាដុតលឿនជាងហើយខ្ញុំឃើញកន្លែងនេះរៀងប្លែកណាខ្ញុំអាចដុតអាដែកម្យ៉ាងទៀតបានខ្ញុំទំតែដឹងទេខ្ញុំលេងអាក់ជិត 1000 ម៉ោងជាងហើយចាប់ផ្ដើមយក T-Rex មកតែ level បន្តិចដែរ T-Rex យើងដើម្បីចូល300ជាងដែរនេះដើម្បីស្រីណាអ្នកគ្នាអញ្ចឹងយើងអាប់ដេតថែមតិចតួចទៅដើម្បីវាអាចឡើងដល់ 1k ជាងដែរហើយយើងតេស្តជាមួយនឹងជ្រូកម៉ែវាយវេទនាចុយយ៉ានេះវាវាយបារវាហៀលបារហើយវា5នាក់ហៀលគ្នាទាំងអស់ហើយយើងគិតតែវាយតែអានោះហៀលគ្នាវាយហៀលកុំដល់មិចយើងរៀងធំណាបើដល់មិចយើងទូចវិញបាច់បានវាយវាទេវាវាយងាប់បាត់ហើយប៉ុន្តែអត់អីទេយើងបានស្ដាច់កំណាចបើយើងដែរគឺ T-Rex គឺវាខ្លាំងមែនតើអញ្ចឹងវាមិនជាបញ្ហារបស់យើងទេយើងយក T-Rex ទៅ farm level ហើយដល់ថ្ងៃទី11យើងក៏បានរៀបចំជាមួយនឹងសัตว์របស់យើងដើម្បីឲ្យវាឃើញរបៀបរៀបរយបន្តិចហើយយើងក៏បានដាក់ set ដល់ដាក់អីសัตว์ណាទៅត្រូវការហើយបន្ទាប់មកយើងក៏បានយកតកករបស់យើងចូល kheo ព្រោះពេលខ្ញុំដើរទៅតំបន់ក្តៅហ្នឹងខ្ញុំឃើញថា kheo នេះតំណងដល់មួយខ្ញុំត្រូវការ organic polymer ត្រូវការវាយMantis ហ្នឹងផងអញ្ចឹងក៏ចង់ដើរចូល kheo តេស្តបន្តិចប៉ុន្តែ kheo នេះមិនធម្មតាដូចយើងឃើញទេនៅខាងក្នុងតិចទៀតវាមានអីដែលសាហាវជាងនឹងទៀតចឹងខ្ញុំក៏បានតេស្តជាមួយនឹងខាងក្រៅសិនដើម្បីឲ្យដឹងថាយើងអាច
លក្ខណៈយើងលូកជើងចូលទឹកក្តៅតិចតិចសិនណាចង់ដឹងទឹកនឹងវាលាអត់ណាចឹងបើសិនជាខែវនឹងសัตว์វាខ្លាំងពេកយើងអត់ហ៊ានចូលទេតែបើសัตว์ថាសัตว์វាល្មមដែរយើងអាចលេងបានអីអូខេប៉ុន្តែអានេះគោលបំណងរបស់ខ្ញុំដំបូងដ៏សំខាន់មែនតើហ្នឹងខ្ញុំត្រូវការតែ polymer ចឹងបន្ទាប់មកខ្ញុំក៏បានត្រឡប់មកផ្ទះវិញព្រោះដឹងថាខែវហ្នឹងចូលអត់រួចទេខ្ញុំក៏អូចោឡើងទៅឃើញកន្លែងស្លាបអាស្លាបហ្នឹងគឺជាទូទៅវាត្រូវការជាមួយនឹង blue gym តែយើងអត់មានទេខ្ញុំមិនដឹងថាអានោះអាដើមឈើកតិចដើមឈើហ្នឹងវាអាចជំនួស blue gym បានណាសម្រួលការងារខ្លាំងមែនតើមកអាស្លាបហ្នឹងលយអានេះបើយើងលោតពីទីខ្ពស់វិញចាក់ចុះក្រោមលបឿនលឿនចង់លឿនជាង Griffin នេះណាម៉ែយកវាមកតេស្តមកបានដឹងថាអូយស្លាបនេះលយមែនហើយយើងមិនបាច់ភ័យថាផ្ទះយើងខ្ពស់យើងមិនបាច់ភ័យថាធ្លាក់ទៅងាប់ទេបើយើងមានអាស្លាបនេះហើយទោះធ្លាក់ពីលើផ្ទះហ្នឹងអាគារ52ជាន់ទៀតក៏វាមិនទៅជាបញ្ហាដែរកលាយហោះពេញ map តែម្ដងអញ្ចឹងយើងបានអាហ្នឹងមួយក៏វាសម្រួលការងារយើងបន្ថែមដែររហូតដល់ late ហើយបន្ទាប់ពីយើងបញ្ចប់ប៉ុណ្ណឹងហើយក៏ដល់ថ្ងៃទី12បើយើងថែមជាមួយនឹងValencer Valencer ហ្នឹងវាជាសត្វខ្លាំងគួរសមដែរប៉ុន្តែខ្ញុំមកត្រូវយកវាមកធ្វើអីគ្រាន់ខ្ញុំថែមដោយសារខ្ញុំស្រឡាញ់វាអញ្ចឹងណាខ្ញុំចូលចិត្តវាក៏ថែមមានណាថែមអាមួយទៀតដាក់យើងអ្នកគ្នាមើលសោះហ្មងខ្ញុំខឹងពេកហើយបាញ់ហើយមួយយកអាកូនចៅយើងយើងទៅថែមបានហើយវាយវាកូនអានោះបាញ់គេប៉ែគ្មានឈឺទេខឹងពេកហើយចុះកាប់ខ្លួនឯងបណ្ដោយទៅហើយបន្ទាប់ពីយើងបាន Valencer មួយហើយខ្ញុំក៏បានចាប់ជាមួយនឹងខ្លាឃ្មុំខំធ្វើអន្ទាក់ធ្វើអីតាមត្រូវម៉ែអានោះវាយអន្ទាក់យើងថយដូចទឹកបាញ់ផ្លែតអស់ចិត្ត 1k បាត់ហើយណាមានណាបាញ់ឯងមួយទៅពូពេលធ្វើអន្ទាក់ហ្នឹងភ្លេចថាខ្លួនឯងមានកំភ្លើងប៉ក់មានអីបាញ់ជាប់ស្រួលបំផុតចាំបាច់ទៅធ្វើអន្ទាក់នាំហត់ក៏ទៅពេលខ្លះទោះយ៉ាងណាក៏នៅតែច្រឡំខ្លះដែរអញ្ចឹងបន្ទាប់ពីយើងចាប់ខ្លាឃ្មុំចាប់ហើយយើងយក T-Rex យើងមកថែមជាមួយនឹងយកទីរនេះមួយព្រោះអាហ្នឹងវាអាហ្នឹងដូចនេះចឹងដូចមេធ្មប់ខ្ញុំថែមវាខ្ញុំដាក់ឈ្មោះវាថាមេធ្មប់តាដោយសារតែអីវាពេលដែលវាស្រេចវាជួយធម្មពលសត្វយើងឲ្យកាន់តែខ្លាំងមានថាឲ្យសត្វយើងមាន energy ក្នុងការវាយហ្មងណាអញ្ចឹងសត្វហ្នឹងក៏វាល្អយ៉ាងដែរហើយយើងនេះដូចអ្នកគ្នាឃើញអញ្ចឹងសត្វរបស់ខ្ញុំមានចាប់ផ្ដើមច្រើនទៅហើយខ្ញុំក៏បានរៀបចំគប់វាឲ្យស្រួលបួលព្រោះតាវាអត់ស្រួលបួលហ្នឹងផ្ទះយើងញ៉ៃហើយខ្ញុំក៏បានរៀបចំប្រកាត់ T-Rex ដើម្បីយកពងវាហ្នឹងប្រកាត់កូនប្រកាត់ចៅឲ្យបានច្រើនយកទៅវាយមេហើយកាភ្លើងយើងក៏ដល់ពេលមួយដែលយើងត្រូវយកវាទៅអាប់ level ដែរដើម្បីបាញ់សត្វ level ខ្ពស់ទៀតព្រោះតែយើងអត់អាប់វាទេដើម្បីវានៅស្ទើវាយបាញ់មកគ្រាប់អត់បាន 1k មកគ្រាប់បានតែ 200-300 អញ្ចឹងដូច giga ដូចអីយើងវាយគេមកចោះហើយបន្ទាប់ពីយើងក្រាស់កាភ្លើងចុះអាប់ដេតកាភ្លើងអាប់ដេតអីហើយយើងក៏បានរៀបចំជាមួយនឹងទីតាំងសម្រាប់ភ្ញាស់ពងដើម្បីឲ្យពងសัตว์របស់យើងហ្នឹងវាភ្ញាស់ស្រួលហើយថ្ងៃទី13មកដល់ខ្ញុំក៏បានយកជាមួយនឹងមួយដែលខ្ញុំទៅតាក្រាស់បានហ្នឹងខ្ញុំដូចជាហៅវាថា Iron Machine ព្រោះវាយកវាយការពារ element គឺល្អខ្លាំងមែនទែនព្រោះ element ក៏យើងត្រូវការដែរតិចទៀតយើងត្រូវការខ្លាំងហើយដើម្បីវាគុណនឹង2ជាមួយនឹងសត្វក្រប់អញ្ចឹងយកពួកអាហ្នឹងមកគឺល្អមែនតើខ្ញុំចាប់ផ្ដើមលេងយូរទៅខ្ញុំចាប់ផ្ដើមយល់ថាមូលហេតុអីបានជាពួកក្រប់វាអត់ចូលនៅក្នុងទីក្រុងណាដោយសារតែទីក្រុងសម្បូរពួកអាសត្វហ្នឹងហើយពួកអាសត្វហ្នឹងដើម្បីវាវាយក្រប់គឺវាកើតមកដើម្បីប្រឆាំងមួយពួកក្រប់ហ្នឹងហ្មងប្រហែលជាមូលហេតុហ្នឹងហើយបានជាពួកនេះវាអត់ហ៊ានចូលទីក្រុងនៅពេលដែលចូលទៅពួកនេះខ្វាយអស់បាត់ហើយហ្នឹងអញ្ចឹងវាចូលមិនកើតហើយអ្នកគ្នាចាប់ផ្ដើមមើលទៅយើង farm នេះអ្នកគ្នាចង់ដឹងថាថៃបានយើងត្រូវការពីអាហ្នឹងអត់នៅពេលយើងការពីអាហ្នឹងណាយើងនឹងទទួលបានអីវ៉ាន់ច្រើនមែនទែនពេលអ្នកគ្នាឃើញគឺយើងទទួលបាន element ហើយ element ជាវត្ថុមួយដែលកម្រនៅពេលដែលយើងឡើង level តិចទៀតគឺត្រូវការ element ខ្លាំងមែនទែនអញ្ចឹងតោះតែយើងការពីអាហ្នឹងបានយើងអាចទទួលបាន element ច្រើនហើយនៅពេលដែល element ច្រើនវាសម្រួលដល់ការងារយើងឲ្យយើងធ្វើអីមួយកាន់តែស្រួលជាងចង់ក្រាស់អីដែលធ្វើពី tech ប្រភេទពួក tech វាខ្លាំងជាង metal ធម្មតាហើយអាហ្នឹងមួយយើងអាចបាន 200-300 ដែរគួរសមដែរអញ្ចឹងណាហើយបន្ទាប់ពីយើងការពារត្រប់ការពារអីជោគជ័យយើងក៏បានដើរចុះដើរឡើងជួបជាមួយនឹងបងធំប្រចាំ map គឺ Giga ហើយខ្ញុំអត់រៀងទេណាបងប្អូនខ្ញុំអត់រៀងទេអាកែពេលហ្នឹងខ្ញុំនៅតែធ្វើជាមួយនឹង style ហ្នឹងដែរប៉ុន្តែដោយសារយើងចាប់ Giga គឺយើងមិនមែនធ្វើ style អូសតម្លាក់ទេអានេះអូសឲ្យយើងប្រតាក់ជើងណាចឹងខ្ញុំធ្វើការយកជាមួយនឹង agent វិញខ្ញុំអូសវាមកចូលនៅក្នុង trap ដែលខ្ញុំ set ហ្នឹងហើយព្រោះអាហ្នឹងវាអត់សូវឆ្លាតតែសត្វហ្នឹងឃើញអត់អូសុកវាទៅវាយអាណាណៃក្រោចឹងខ្ញុំអូសវាហើយខ្ញុំត្រូវយកអា foundation របស់ខ្ញុំgateway របស់ខ្ញុំហ្នឹងទៅដាក់តាក់ជើងវាកុំឲ្យចេញរួច
ខ្ញុំអស់លើកទី1គឺប្រាជ័យតបមកដកអីវ៉ាន់រត់អូភាសាទៀតអើយជីវិតអូសัตว์មិនសូវឆ្លាតតែអូអត់ជោគជ័យទេអ្នកនរគ្នាអញ្ចឹងយើងអូភាសាទៀតអាចិនតាវីរបស់ខ្ញុំក៏ចិត្តងាប់ដែរហ្មងអូវាជោគជ័យហ្នឹងខ្ញុំក៏បានដាក់ជាមួយនឹងកើតវេកាក់ជើងវាកុំឲ្យវាចេញរួចអញ្ចឹងយើងបាញ់វាដោយ free ដោយ T-Rex មិនអញ្ចឹងវាឡើងទៅណាហើយតែពីពេលនេះទៅគឺវានឹងឈរស្ងៀមឲ្យយើងបាញ់ហើយសัตว์ខ្ញុំវាលោឈាមខ្លាំងខ្ញុំក៏ចាប់វាចូល stock សិនព្រោះខ្លាចមានពួកអាការ៉ុបអីតូចតាចមកញ៉ៃអញ្ចឹងអានេះដោយសារតែកាភ្លើងខ្ញុំអាប់ដេតទេណាកាភ្លើងខ្ញុំអាប់ដេតហើយខ្ញុំបាញ់អានេះចូលចិត្ត100គ្រាប់គាត់ណាបាញ់វានឹងចូលចិត្ត20នាទីហើយចាំតែបាញ់វាមួយហ្នឹងបាញ់សាប់ប៉ុន្តែតិចខ្ញុំនឹងកាត់វីដេអូហ្នឹងឲ្យខ្លីតិចបែរកុំឲ្យអ្នកគ្នាអង្គុយចាំមើលបាញ់ហ្នឹងឡាម៉ោងឡើយស៊ីដាច់អត់មានបានធ្វើអីឡើយបាញ់អស់ចិត្ត100គ្រាប់ទៅពេលបាញ់វាបាញ់រហូតដល់វាចិត្តស្លាប់ដឹងមិនវារបូតជើងវារបូតជើងចេញពីនឹងរួចហើយអ្នកគ្នាមើលសកម្មភាពបាញ់អានេះយើងខាឡើងចង់800ដងមើលល្បឿននៃការបាញ់ខ្ញុំខ្ជិលកាត់ខ្ញុំចង់ຕົកសុខចិត្តខាវាឲ្យអ្នកគ្នាមើលពីសកម្មភាពថានឹងវាលែលើមិនវានៅតែកណ្ដាលវាចេញទៅណា100ទេប៉ុន្តែនៅពេលដែលវាចង់រត់ទៅជាវាអាចផ្លាស់ជើងរត់បានអ្នកគ្នាឃើញអត់បើវារត់ចឹងតាំងពីដំបូងហើយយើងដល់ងាប់បាត់ហើយដល់វាខ្វាយអត់ហើយវារត់ចេញពីត្រែបមិនបានម៉ានទេដោយសារតែវាឡូម៉ាណាអត់ឡូម៉ាណាតូប៉ូវាឡើងខ្លាំងមែនតើចាប់មកយើងក៏បានស្លាប់វានៅលើបច្រឹងដែកហើយយើងរៀបចំសម្រាប់ការដាក់ចំណីឲ្យវាហើយអាសត្វនេះទោះវាស៊ីតិចមិនក៏ដោយវាអត់ងាយស៊ីទេអ្នកហើយតូប៉ូវាចុះលឿនខ្លាំងណាស់អញ្ចឹងអានេះគឺជាបទពិសោធន៍ខ្ញុំប្រហែលបន្តិចដែរគឺខ្ញុំបានយកណាកតិចមកឯងអញ្ចឹងខ្ញុំទៅផ្ទះផង recall ផងលេងចង់ខកតាណាតែអត់អីទេយើងពេលហ្នឹងយកមកកតិចមកចូលចិត្ត200កដងដែរហ្មងដាក់ឲ្យវាស្លាប់ឲ្យបានយូរហើយខ្ញុំដាក់ឈ្មោះវាថាបងធំអញ្ចឹងប្រភេទសត្វដែលរស់នៅទាំងអស់មានតែគីហ្គានឹងទេជាសត្វដែលធំជាងគេមានតៃតាន់មួយទៀតប៉ុន្តែតៃតាន់វា level វាមិនមែនជាសត្វប្រយុទ្ធទេអាហ្នឹងវាគ្រាន់តែសត្វនេះកាត់ទុកថាវាជាសត្វធំដែរដោយសារឈាមវាច្រើនប៉ុន្តែនៅក្នុងនេះអត់មានទេហើយក្នុងនេះបន្ទាប់ពីគីហ្គាទៅមានតែមេតៃតាន់ហ្មងព្រោះអាតៃតាន់ហ្នឹងអត់ឃើញ spawn ទេណាអញ្ចឹងតៃតាន់ទាំងអស់វាមាន3គឺ Desert Titan Ice Titan Forest Titan អញ្ចឹងបើអ្នកនរគ្នាបានអា3ហ្នឹងហើយយើងយកវាយមេបានហើយតោះពេលខ្ញុំចាប់ជីហ្គាបានហើយខ្ញុំចាប់ផ្ដើមសម្គាល់ដឹងថាជីហ្គាខុសពីសត្វដទៃព្រោះនៅពេលដែលខ្ញុំចាប់វាបានខ្ញុំអាប់ដេតឈាមក៏ឡើងអត់ច្រើនម៉ាណាក៏ឡើងអត់ច្រើនហើយជីហ្គាសត្វប៉ុណ្ណាណៃអ្នកនរគ្នាម៉ាណា400តើ4ជាអស់ម៉ាណាលេងខកចិត្តជាមួយនឹងជីហ្គាខ្លាំងមែនទែនពេលចាប់ប៉ុន្តែដមិចបើនិយាយពីដមិចវិញដមិចស្រី500អាប់ចុះអាប់ឡើងចង់3000ដមិចអាប់ឡើងមិនថាឈាមឯនឹងម៉ាណាអាប់អត់ឡើងឯងមួយម៉ៅជាមួយនឹងជីហ្គាដែរប៉ុន្តែអត់អីទេយើងបានវាមួយយើងសម្រួលដល់ការងារយើងខ្លាំងមែនតើហើយដូចជីហ្គាក្រប់អីមិនជាដៃគូរបស់វាទេអ្នកគ្នាអានេះខាមឯងខ្ញុំset ដល់វាខ្ញុំអាប់ដេតខ្ញុំអាប់ដេត defend ចុះពេល defend វាច្រើនអានោះខាំស៊ី20ចិត្តមានអីមានណាទៅរួចមកយើងតោះវាយកគីហ្គាអូអស់មួយថ្ងៃមកថ្ងៃទី14មកយើងក៏យើងចាប់ផ្ដើមយកជាមួយនឹងIron Machine យើងចាប់ផ្ដើម clean ជាមួយនឹងការពារ element ទៀតហើយព្រោះយើងត្រូវការ element យកមកប្រើច្រើនមែនតើអញ្ចឹងបន្ទាប់ពី element success បន្ទាប់ពីយើង defend success មកយើងក៏បានទៅកាប់យក element ធម្មតាដោយរដងអញ្ចឹងប៉ុន្តែលើកនេះខ្ញុំឆ្លាតបន្តិចហើយខ្ញុំ item ខ្ញុំ convert ចេញអស់មកហើយខ្ញុំយកតែខ្លួនទៅកាប់ឯងព្រោះខ្លាចវាបាត់ដូចអាវគ្គមុនប៉ុន្តែជាក់ស្ដែងទៅគឺគេមិនគិតចឹងគេ count ទៅលើនោះ element node នោះអញ្ចឹងនៅពេលដែលលេខវាធ្លាក់អស់គឺវានឹងបែកហើយអញ្ចឹងបានច្រើនឬបានតិចប្រហែលជាមកពីតម្រូវលើឧបករណ៍យើងកាប់ជាមួយនឹងថេរវេលាយើងកាប់ដែរអញ្ចឹងបន្ទាប់មកយើងក៏បានយកជាមួយនឹង T-Rex ដែលយើងផ្ញើហើយយកមករៀបចំហើយយើងក៏បានយកអា Iron Machine យើងយកមក carry ជាមួយនឹង Red Drop ខ្ញុំពេលហ្នឹងខ្ញុំមិនដឹងថា Red Drop ជាប្រភេទ Drop ដែលធំដែលខ្ពស់ដែលខ្លាំងជាង Drop ធម្មតាទេយក Iron Machine មកចិត្តងាប់ដែរអញ្ចឹងខ្ញុំអាណិតសัตว์ខ្ញុំអាណិត Machine ខ្ញុំក៏បានចាប់វាទុកទៅហើយយើងក៏បានត្រូវបាននាគក្រប់ហ្នឹងគេខ្វាយដែរព្រោះតែយើងធម្មតាគេថាខ្លាធ្លាក់ខ្លួនឆ្កែដេញខាំណាចឹងបន្ទាប់ពីអាហ្នឹងហើយថ្ងៃទី15ក៏បានមកដល់ខ្ញុំក៏ជុលពីត្រប់ហ្នឹងដែរហើយខ្ញុំឃើញជីហ្គាមួយទៀតខ្ញុំក៏ចាប់ឲ្យហើយទៅដើម្បីអីវាបានមកគូវាមានប្តីមានប្រពន្ធវាអញ្ចឹងណា
ចឹងយើងក៏បានចាប់វាមកគូមកហើយយើងក៏ភ្ញាស់វាដូច T-Rex ចឹងចាប់ពីពេលដែលខ្ញុំមានជីកាមកគូនេះហើយ T-Rex របស់យើងគឺគ្រាន់តែភ្ញាស់ហើយយើងទុកធម្មតាទុកវាយមេវាបចោលបណ្ដោយចឹងធ្វើវាយមេអាយតែតាន់វាយអីខ្ញុំយកតាគីកាខ្ញុំហ៎ចឹងអានេះដោយសារតែវាជាឈ្មោលចឹងខ្ញុំដាក់ឈ្មោះវាថា Big Dad ហើយបងធំមិញខ្ញុំដូរវាដាក់ថា Big Mom ព្រោះពីរនាក់ហ្នឹងគឺជា Mom ហើយនិង Dad ដើម្បីបង្កើតកូនចៅបន្តពូជឲ្យយើងយកទៅវាយមេហើយខ្ញុំយកវាមក all level បន្តិចទៅដើម្បីឲ្យ level វាធំដើម្បីពេលយើងយកវាទៅបង្កាត់ទៅសัตว์យើងវា level ធំដែរហើយនេះគឺជាកងទ័ពរបស់ខ្ញុំមួយក្រុមទៀតជាកងទ័ព Agent Service ដូចខ្ញុំនិយាយពី Ellie អញ្ចឹងនិយាយពីដំបងខ្ញុំថានឹងយកវាយកទៅវាយជាមួយនឹង Medusa ដែរឥឡូវយើងចាប់ផ្ដើមទៅសងសឹកណាអ្នកទាំងអស់គ្នាពី Ellie នៅកន្លែង Forest Titan វាមិនវាយយើងត្រូវតែកន្លែងមេដើមឈើអញ្ចឹងយើងក៏បានយកសัตว์យើងយកមកសងសឹកយើងយកមក7 8ក្បាលយកមកដាក់យកបណ្ដោយអត់មានខ្វល់ទេបាទប៉ុន្តែអ្នកគ្នាចាំមើលអ្វីដែលសាហាវដែលខ្ញុំគិតនឹកស្មានដល់មកនៅពេលដែលសัตว์ខ្ញុំវារត់ចុះទៅខាងក្រោមចង់100ក្បាលច្រើនក្បាលខ្លាំងមែនតើនៅខាងក្រោមហ្នឹងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាអត់ទេសัตว์យើងអត់អាចយកវាមកបន្ថយបានទេព្រោះវាជាសัตว์របស់យើងអញ្ចឹងយើងត្រូវការយកវាចូលសូលវិញអញ្ចឹងខ្ញុំក៏បានបាញ់វាមួយចូលសូលវិញទៅព្រោះតែនៅតិចទៀតហ្នឹងព្រោះនោះវាយងាប់ឡើយចង់100ក្បាលមានអីទៅវាយមួយគេអញ្ចឹងចាប់ចូលឲ្យអស់ការទៅមួយជើងហ្នឹងដូចជាតាមចាំដូចជាអត់មានពាក់លាខ្ញុំបានយកមកបានទាំងអស់វិញណាសัตว์យើងណាល្អខ្លាំងមែនតើនោះឃើញ Stego មួយហ៎ឆ្ងាយពេកខ្ញុំអត់ហ៊ានលោតចុះហើយគ្នានោះគេព្រួតវាយឡើងមកយូរខ្លាំងណាស់តាន់ខ្លាំងមែនតើវាយវាអត់ចូលហើយខ្ញុំបាញ់ខ្ញុំសាប់ទំមតាវាមិនទេវាបានមកប៉ក់ទៅបាន Stego វាចូលនៅក្នុងសូលខ្ញុំបានខ្ញុំសប្បាយចិត្តមែនតើដោយសារសัตว์យើងវាអត់ងាប់ទេហើយឃើញអាទិត្យ2នាក់នេះវា3នាក់វារត់ពួនណាអញ្ចឹងយើងក៏បានបាញ់វាចូលទៅយើងលះបង់ខ្លួនឯងទៅធ្វើម៉េចឲ្យតែសัตว์យើងបានចូលសូលសិនទោះយើងងាប់យើងអាចកើតវិញបានដែរព្រោះសัตว์យើងអត់ទេណាអញ្ចឹងបន្ទាប់ពីនឹងមកខ្ញុំមកដល់ផ្ទះវិញថ្ងៃទី16ខ្ញុំក៏បានចូលខេវដែលខ្ញុំចលោមិញបន្តិចព្រោះឥឡូវខ្ញុំមានបងធំ2នាក់មាន Big Mom មួយ Big Dad មកហើយខ្ញុំមាននៅ Big ខ្ញុំមួយទៀតខ្ញុំមាន T-Rex ខ្ញុំធំមួយទៀតដើរចូលខេវដើម្បីរក artifact ត្រៀមខ្លួនវាយជាមួយនឹងមេអាយតែអានេះ desert Titan អញ្ចឹងខ្ញុំយក artifact ទុកសិនព្រោះខ្ញុំត្រូវទៅវាយអាយ Titan Forest Titan សិនបានខ្ញុំមកវាយ desert Titan តាមក្រោយគេហើយបន្តមកទៀតខ្ញុំក៏បានយកជីកាខ្ញុំហ្នឹងយកមកការពារត្រប់2ដងបរាជ័យត្រូវអត់អានេះក៏បរាជ័យដែរអានេះត្រប់ពណ៌ផ្កាឈូកអាហ្នឹងគឺខ្លាំងជាងអាពណ៌ក្រហមទៀតអញ្ចឹងជីកាខ្ញុំធ្វើអីអត់ចេញទេគេបោកវាយជីកាខ្ញុំខ្លាំងមែនតើធ្វើឲ្យជីកាខ្ញុំវាទប់អត់ជាប់ណាវាលោឈាមធ្លាក់សឹកទៅអាត្រប់ហ្នឹងក៏ផ្ទុះទៀតដោយសារអីយើងតែមួយហើយយើងការពារអត់ជាប់ហ៎អញ្ចឹងវាទៅវាយត្រប់បន្ទាប់មកខ្ញុំក៏បានសម្រេចថាមកការពារអាត្រប់ពណ៌ខៀវឯព្រោះត្រប់ពណ៌ខៀវជាត្រប់អន់ជាងគេអញ្ចឹងខ្ញុំការពារបានជោគជ័យអញ្ចឹងត្រប់ទី3ដែលការពារបានជោគជ័យហើយអាមុនគេនោះយើងបានការពារយើងគ្រាន់តែសិក្សាថាអត់ដឹងថាត្រប់ហ្នឹងឯគេអញ្ចឹងយើងលើកទី3នេះបានយើងការពារត្រប់ជោគជ័យបានរើសបាន item មួយចំនួនដូចជាបន្ទាប់មកពីវាយអាហ្នឹងហើយខ្ញុំនៅវាយត្រប់ការពារត្រប់ម្ដង2ដងទៀតបាន max level ធំពេលបាន max level ធំស្រួលមែនតើអ្នកគ្នាចាំមើល late game តិចទៀតអ្នកគ្នានឹងឃើញអីដល់ល្អចឹងថ្ងៃទី18ក៏បានមកដល់កងទ័ព Giga យើងក៏បានផលិតហើយខ្ញុំក៏បានរៀបចំដាក់ឈាមដាក់អីហើយនោះដុកទ័រខ្ញុំហ្នឹងគឺត្រូវតែហៀលឈាមហ្មងនៅពេលដែលសัตว์យើងឈាមពេញហើយគឺមិនរំអងយូរទេទាញយក artifact ណាដែលយើងត្រូវទៅវាយមេណាដកចូលនៅក្នុងខ្លួនដាក់រក item មួយចំនួនរៀបចំទៅវាយមេតែម្ដងដោយសារទ័ព Giga យើងប្រមូលផ្ដុំហើយចឹងពេលចាក់ស្ដែងតែពេលហ្នឹងយើងខ្វះជាមួយនឹងឆ្អឹងខ្នងបើ fronto យើងដើរវាយ fronto ដើម្បីរកឆ្អឹងខ្នងអស់ចង់មួយថ្ងៃដែរហ្នឹងលេងសើចអីហើយបន្ទាប់ពីវាយអស់មួយឆ្អែតហើយយើងក៏បានយកកងទ័ព Giga របស់យើងហ្នឹងទៅវាយមេឥឡូវយើងដល់ដំណាក់កាលវាយមេនេះអានេះជី Giga មកណាគ្នាបើយើងមកខ្លួនទៅទេព្រោះអាបកាច់យកនឹងខំងាប់ទៀតមកទៅព្រោះតំបន់ហ្នឹងអត់ដឹងមកយ៉ាងសបោសัตว์ហ្មងហើយបន្ទាប់ពីយើងមកដល់ហើយយើងក៏បាន transform យើងក៏បានគប់ Giga យើងទាំងអស់ចេញមកហើយយើង teleport ទៅវាយមេជុំគ្នាហ្មងអញ្ចឹង
មេដែលយើងវាយដំបងនេះគឺ Forest Titan ដែលវាត្រូវការជាមួយនឹងបេះដូងក្រប100ចង់ចូលមែននេះមកវាយយើងទៀតចឹងយើងមានមកតែឯងទៀតទេត្រូវហ៎ជីកាដាក់មកខាំ2000ជាងងាប់បាត់យើងទៅធ្វើអីអត់សូវសុខស្រួលទេវាតាមរំខានយើងរហូតចឹងយើងមានសត្វធំមកយើងលែងខ្វល់យើងបន្ទាប់ពីយើងរៀបចំបោះសត្វអស់ហើយចាប់ដើមណានេះយើង teleport ចូលណាចឹងអានេះខ្ញុំកាត់ដែរប៉ុន្តែព្យាយាមឲ្យអ្នកទាំងអស់គ្នាមើលថាសត្វយើងវាខ្លាំងដល់កម្រិតណាចឹងណាអានេះជាប្រភេទForest Titan គឺជាប្រភេទ Titan មួយដែលវាមានរូបរាងជាដើមឈើហើយ skill របស់វាហ្នឹងគឺតាក់ទងជាមួយនឹងដើមឈើមានពឹសមានអីគួរសមដែរនៅខាងចុងវីដេអូទៅទៀតខ្ញុំនឹងមានវគ្គដែលខ្ញុំត្រូវមកថែមវាទៀតណាអានេះគឺខ្ញុំមកវាយសិនដើម្បី unlock tag Instagram unlock tag replicator អីចឹងទៅព្រោះយើងត្រូវការផលិត Mac អញ្ចឹងតបផលិត Mac ហើយបើយើងយកមកថែមវាអញ្ចឹងយើងយកគីកាយើងចូលខ្ទង់10ក្បាលជាងវាយវាគួរសមដែរមកវាងាប់ហ្នឹងមកសន្ទុះធំដែរអញ្ចឹងខ្ញុំក៏កាត់ខ្លះទៅឲ្យណាគ្នាស្រួលមើលបន្តិចបន្ទាប់ពីយើងចំណាយពេលមួយរយៈធំយើងក៏បានវាយវាយើងក៏បាន learn item មួយចំនួនដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងហើយសំខាន់ជាងគេហ្នឹងគឺយើងមាន Mac យើងក្រាបបាន Mac មួយហើយ level 51គឺមិនមែនជា level ធំទេប៉ុន្តែយើងអាចលេងវាបានយើងយកវាតេស្តជាមួយនឹង damage យើងតេស្តជាមួយនឹង level យើងតេស្តជាមួយនឹងអាវុធឃើញទៅវាអែមដែរឃើញទេអ្នកឃើញដូច Iron Man ហ្នឹងដូចជាខ្ញុំដាក់ឈ្មោះវាថា Iron Man ណាលយមែនតើហើយដូចជាតាំងពីលេងអាក់មកtừលើកទី1ដែលខ្ញុំបានជិះ Mac គឺសប្បាយចិត្តមែនទេប៉ុន្តែធម្មតាវាធ្វើអីក៏វាមានកម្រិតដែរ Mac របស់យើងនឹងវាឆាប់វាមានចំណុចខ្សោយមួយគឺវាឆាប់ក្តៅពេកហើយនៅពេលតែក្តៅសូម្បីយើងបាញ់ក៏បាញ់អត់ចេញដែរបើសិនជាវាត្រជាក់វិញបានយើងបាញ់ចេញវិញអញ្ចឹងវាអាហ្នឹងវាជាគុណវិបត្តិមួយដែរប៉ុន្តែដមិចទួយកបានបើវាកាប់មួយអីចឹងបាញ់ក៏ឈឺដែរបាញ់ចូល500ឯដែរចង់ប្រហែលដមិចរបស់ធីរ៉ាច់យើងឯហ្នឹងហើយកាប់1000ដែរក៏វាកាប់រៀង slow បន្តិចខ្ញុំសាក់តេស្តយកវាយកទៅការពារត្រប់ការពារអីដែរតែរៀងស្ទើបន្ទាប់មកម្លងបានមួយថ្ងៃទៀតណាគ្នាយើងក៏បានតេស្តជាមួយនឹងអាវុធថ្មីអញ្ចឹងនៅពេលយើងចុចអសរ C ទៅវានឹងលោតគ្រាប់កំភ្លើងយ៉ាងច្រើនបាញ់ឲ្យតាពីវិញហ្នឹងហើយអាក្របហ្នឹងផលិតអស់យ៉ាងច្រើនអញ្ចឹងគ្រាន់តែយើងយកតេស្តឲ្យតែស្គាល់ទៅបានហើយបន្ទាប់ពីវាយមេ Forest ហើយយើងក៏បានវាយមេតកកម្ដងមេតកនេះគឺជាមេដែលធំខ្លាំងហ្មងហើយមាន skill ច្រើនជាងមេព្រៃភ្នំវិញទៀតហើយ requirement វាស្រៀងតែគ្នាទេត្រូវការ artifact ក្របបេះដូង100ហើយនឹងរបស់មួយចំនួន10ឯណានេះត្រូវការ Spino Interino Sala ចឹងអានេះយើងយកជីកាយើងវាយដូចអា Forest ដែរតែយើងអត់ដឹងថាយើងវាយឈ្នះអត់ទេព្រោះមេនេះវាមានអារម្មណ៍ថាវាខ្លាំងជាងអ្នកសំបីមក effect តែមេវា spawn មកខ្ញុំក៏ឃើញខ្ញុំវាយហ្មងហើយជីកាយើងមិនប្រអងយូរទេគ្រាន់តែមេចេញមកវាយបដ ாய் ហើយអាមេនេះវាដូចមេ Forest ណាមេវាលោតមកវាយយើងឃើញអត់មេ Forest មានមកវាយយើងណាវាយអាសត្វយើងអានេះអត់ទេអានេះរវាយយើងហើយខ្ញុំព្យាយាមហៅមែនតើខ្ញុំព្យាយាមឲ្យជីកាខ្ញុំចូលវាយព្រោះនោះវាហោះចុះហោះឡើងអញ្ចឹងវាផុត map យើងហើយដូចជាខ្ញុំ plot ស្នៀតដែរកន្លែងហ្នឹង plot ស្នៀតហោះយើងហោះរៀងទាបពេកមានណាមេលោតផ្ទះមួយដៃអស់ឈាមចូល 2k យើងអត់អីទេប៉ុន្តែវាមិនមែនជាបញ្ហាទេដោយសារតែសត្វយើងខាងក្រោមកំពុងតែវាយអញ្ចឹងមិនយូរប្រហែលយើងក៏បានផ្ដួលវាបានសម្រេចហើយខ្ញុំក៏បានមករៀបចំជាមួយនឹងពង agent របស់យើងដូចនិយាយខាងដើមខ្ញុំត្រូវការបន្ថែមទៀតដើម្បីធ្វើជាតបសម្រាប់វាយជាមួយនឹង Medicine ព្រោះ T-Rex ជីកាយើងទុកក្រមហើយអញ្ចឹងយកនេះមកខ្ញុំតឡើងឈាមមកកប់ទាំងអស់ហើយនឹង damage ព្រោះខ្ញុំមាន doctor ខ្ញុំចាំ heal ដែរចឹងបន្ទាប់មកនេះគឺជាលើកទី1ដែលខ្ញុំការពារជាមួយនឹងត្រប់ក្រហមហើយខ្ញុំយកជីការបស់ខ្ញុំយកមកការពារចឹងជីកាមួយការពារត្រប់ក្រហមមួយចង់ដឹងថាជោគជ័យឬមួយក៏អត់អ្នកគ្នាអាចមើលបានតោះយើង start ទាំងអស់គ្នាហ្នឹងទៅឥឡូវយើងចាប់ផ្ដើមវាយបដាហើយជីការបស់យើងគឺខ្លាំងមែនតើដោយសារខ្ញុំអាប់វាឡើង level កប់ហើយវាជាប្រភេទកូនទៀតអញ្ចឹងប្រកាត់វាប្រកាត់ណាអញ្ចឹងនៅពេលយើង imprint វាដល់ឈាមរបស់វាគុណនឹង2តើវិញខ្ញុំការពារអស់ជាងកន្លះម៉ោងខ្ញុំក៏បានជោគជ័យហើយជោគជ័យហ្នឹងបានរបស់ល្អមួយអីវ៉ាន់ផ្សេងអត់សូវល្អតែមួយទេគឺខ្ញុំបាន make level 100ជាង
Mac level 100ជាងពិតជាអែមខ្លាំងមែនតើបើខ្ញុំអត់ការពារទេខ្ញុំអត់បានទេអា Mac ហ្នឹងហើយថ្ងៃ21យើងក៏មកដល់យើងក៏បានសម្ពោធជាមួយនឹង Mac level 100ជាងព្រោះ Mac 100ជាងយើងនៅពេលយកវាទៅថែម Titan ណាគុណតម្លៃវាគឺអែមខ្លាំងហ្មងហើយមិនតែប៉ុណ្្នឹងឯងខ្ញុំនៅបាននេះIron Machine យើង level ធំមួយទៀត level ដូចជា100ជាងដែរបន្ទាប់មកយើងក៏បានរៀបចំជាមួយនឹងកងទ័ព Agent V របស់យើងគប់រៀបចំវាយ Medusa Titan អ្នកគ្នា Medusa Titan ហ្នឹងវាស្តៀងបបែលប៉ុន្តែវាមិននៅក្នុងទឹកទេវាហោះអញ្ចឹងយើងតើមាន Agent V ហោះហើយយើងត្រូវការយើងចង់ដាក់ Mac មួយទៅដែរដើម្បីទៅបាញ់មេប៉ុន្តែជាក់ស្ដែងទៅហើយចូលទៅដល់ហ្នឹងខ្ញុំឆ្ងល់ខ្ញុំបាញ់ចង់20គ្រាប់បាញ់មេអត់ត្រូវទេទុងមានណាយើងមើលអញ្ចឹងស្មាបាញ់ឡើងលើវាមានបាញ់ឡើងលើណាក្របវាអត់បានឡើងដល់លើហ្នឹងនោះក្របវានៅក្រោមណាបានតែ Agent V យើងទេអ្នកវាយយើងបាញ់នេះគឺបាញ់លេងហើយបន្ទាប់មកយើងក៏ដកកំភ្លើងធំចេញអូបើបានបាញ់កំភ្លើងធំមកផ្លែតងាប់បាត់ហើយមេនេះប៉ុន្តែយើងអត់មានយើងបាញ់អាកំភ្លើងទុយចឹងទៅគឺថាមិនសូវមានប្រសិទ្ធភាពទេខ្ញុំក៏បានហៅមន្ត្រីមកព្រោះចង់ហោះទៅវាយមេគៀកដែរហើយដឹងថាវាលយប៉ុណ្ណាអញ្ចឹងណាអញ្ចឹងមេនេះយើងតបមន្ត្រីយើងប្រហែលជាខ្ទង់20ក្បាលហ្នឹងវាយមករយៈធំយូរដែរចង់កន្លះម៉ោងខ្ញុំទៅវាយមេមួយចូល5-10នាទីកន្លះម៉ោងអញ្ចឹងមកវាយវាបានហើយណាមួយអានត្រីនេះវាតម្មិចមានតែច្រើនហើយវាល្មមវាយឯងមកសន្ទុះធំដែរតែនៅតែសប្បាយចិត្តនៅក្នុងការវាយព្រោះយើងត្រូវការអានឡុកព្រោះបើសិនជាយើងអត់មានក្បាលមេហ្នឹងទេយើងអត់អាចទៅវាយមេវគ្គបញ្ចប់បានទេយើងអត់អាចទៅវាយមេ King of Titan បានទេតើអញ្ចឹងយើងត្រូវតែវាយហើយបើលេងហ្គេមវាយមិនអស់ដែរយើងមិនសប្បាយអញ្ចឹងវាយអស់មួយរយៈពេលធំមកមេយើងមេក៏វាងាប់ទៅដល់ពេលវាងាប់យើងក៏បានអានឡុករបស់ពិសេសជាច្រើនថែមទៀតបន្ទាប់ពីអាមេដែលយើងវាយពីមុនហ្នឹងហើយយើងបាន item របស់នេះច្រើនដែរ item របស់តែកចឹងយើងបាន item របស់ Mac របស់អីមួយចំនួនហើយបន្ទាប់មកថ្ងៃទី22ក៏បានមកដល់យើងក៏បានយកសាកសពយើងទៅកាត់យក DNA យកអីរបស់វាដើម្បីដាក់វាតាំងបង្ហាញឲ្យវាមើលឃើញទៅលយនៅផ្ទះយើងឲ្យមានអំណាចថាយើងបានវាយមេអញ្ចឹងណាចឹងមេដែលខ្ញុំបានវាយហ្នឹងវាមានTitanហ្នឹងតកអាឈើហើយនឹង Disaster ឈើខ្ញុំបានយក DNA ឯងចឹងបន្ទាប់មកដូចអ្នកគ្នាឃើញអញ្ចឹងយើងមិនអានឡុកកៅអៅតិចយើងក្រាស់កៅអៅតិចមកឈុតទៅដើម្បីឲ្យការរស់នៅរបស់យើងកាន់តែគេថាស៊ីវិល័យជាងមុនណាអញ្ចឹងយើងតេស្តជាមួយនឹងដមិចតេស្តអីហើយយើងដល់ថ្ងៃទី24អញ្ចឹងដល់ពេលវេលាសំខាន់អ្នកគ្នានឹងឃើញហើយគឺយើងនឹងទៅថែមជាមួយនឹងai Titan ដោយប្រើតា Mac មកគ្រាប់ឯងអញ្ចឹង Titan 2ដែលយើងត្រូវថែមថ្ងៃហ្នឹងគឺ Forest Titan ជាមួយនឹងai Titan ចឹង Mac របស់យើងគឺជាតួអង្គសំខាន់ហើយខ្ញុំក៏បានញុកក្របញុកឲ្យបញ្ចូលត្រៀមខ្លួនសម្រាប់ទៅថែមមេអញ្ចឹងទៅហើយការថែមមេនេះគឺត្រូវការតិចនិចមិនតិចដែរបើសិនជាអ្នកនរគ្នាអត់ដឹងតិចនិចវាទេគឺថែមអត់បានទេអញ្ចឹងមេនេះគឺយើងត្រូវបាញ់ជាមួយនឹងអ្នកនេះឃើញអាកាតិចស្តៀងវាមានចលនានៅនឹងជើងនឹងអត់អញ្ចឹងនៅក្នុងមេមួយវាមានអានឹង3អញ្ចឹងដូចជាអាTitanនេះចឹងវាមួយវានៅជើងខាងស្ដាំអញ្ចឹងខ្ញុំត្រូវទូនាទីធ្វើម៉េចវាយបាញ់អាហ្នឹងអត់ឲ្យត្រូវTitanទេណាព្រោះអាហ្នឹងវាពេលដែលយើងបាញ់អាហ្នឹងបែកវានឹងកើតមកកន្លែងទៀតហើយបើសិនជាយើងបាញ់ត្រូវTitanណាគឺ Titan ងាប់យើងថែមអត់បានទេអញ្ចឹងយើងត្រូវការឆ្លៀតធ្វើម៉េចបាញ់អាហ្នឹងរហូតតផ្ទុះអាហ្នឹងវានឹងកើតនៅលើស្មាមកទៀតអ្នកនេះឃើញអត់វាកើតនៅលើស្មាខាងស្ដាំអញ្ចឹងខ្ញុំនឹងព្យាយាមធ្វើម៉េចបាញ់គ្រាប់តូចគ្រាប់ធំត្រូវតែបាញ់រហូតតតាផ្ទុះអាស្មាខាងស្ដាំចេញមកហើយបាត់អាហ្នឹងមួយមកវានឹងកើតមកកន្លែងទៀតនៅខ្លួនរបស់Titanហ្នឹងហើយអញ្ចឹងមានអារម្មណ៍ថាTitanហ្នឹងដូចជាត្រូវគេបជាដោយប្រើអាហ្នឹងយកមកបជាយើងទៅថែមហ្នឹងដូចយើងទៅជួយរំដោះវាពីការបជារបស់ពួកអាសម្ភារៈក្រៅភពអានេះវាចូលក្រៅភពឯនេះអ្នកគ្នាឃើញអត់ខ្ញុំបាញ់ហ្នឹងអញ្ចឹងពេលដែលខ្ញុំបាញ់អាហ្នឹងផ្ទុះហើយវានឹងលោតនៅនឹងដើមទ្រូងអាTitanហ្នឹងមួយទៀតអញ្ចឹងអាដើមទ្រូងនេះយើងអាចទៅពីចំហៀងបានដែរអញ្ចឹងខ្ញុំមានបាញ់ពីមុខក្របធំក្របតូចអីគឺខ្ញុំសេរីពីមុខទាំងអស់ខ្ញុំបាញ់ខ្ញុំធ្វើTitanនេះខ្ញុំចាយពេលយូរហើយចាយពេលយូរជាងវាយវាទៀតចង់ចូលកន្លះម៉ោងMacយើងទំមដាក់បាញ់រហូត
មើលខប់ធំខប់តូចបាំងព្រៃបាំងអីហ្នឹងអត់ចោះចាញ់ទេធ្វើម៉េចយើងត្រូវការវាពូបើអត់មានវាទេជីវិតអត់មានន័យបាញ់រហូតតវាស្លាប់អញ្ចឹងនៅពេលដែលវាស្លាប់គឺស្រួលខ្លាំងមែនតើយើងក៏អត់មានត្រូវការស៊ីអីទេគ្រាន់តែដល់ថែមយកបណ្ដោយអញ្ចឹងខ្ញុំព្យាយាមបាញ់ធ្វើម៉េចឲ្យត្រូវអាហ្នឹងហើយធ្វើម៉េចគ្រាប់ដែលត្រូវតៃតាន់ឲ្យវាមានភាគរយតិចមែនតើបើយើងត្រូវគ្រាប់ច្រើនតៃតាន់យើងវាអស់ឈាមណាអញ្ចឹងណាយើងព្យាយាមមិនបាញ់ឲ្យត្រូវអាបេះដូងហ្នឹងបើយើងបាញ់ត្រូវអាហ្នឹងនឹងបើសិនជាបាញ់អត់ត្រូវតៃតាន់ហ្មងរត់ទៅឡលើមើលទាំងអស់គ្នាទៅតើការបាញ់បើយើងមិនមានញឹកប៉ុណ្ណានេះខ្ញុំកាត់ខ្លះមកណាគ្នាបើចង់ full នៅក្នុង channel មាន full តែខ្ញុំអត់មាននិយាយទេគឺខ្ញុំដាក់តែសកម្មភាពដែលខ្ញុំថែមពេញហ្មងតែអានេះខ្ញុំត្រូវតែកាត់ខ្លះបើអត់កាត់ទេវីដេអូយើង3ម៉ោងអត់តាន់ចប់ព្រោះវីដេអូក៏វាយមេអីហ្នឹងបើអត់កាត់ថែមអីហ្នឹងសិតតែមកទៅហឹងឯងអញ្ចឹងបន្ទាប់ពីយើងវាយបឆោតរត់វាយបឆោតរត់ដកឃ្លីយកឲ្យឡងរហូតមកយូរដែរអានេះខ្ញុំកាត់ខ្លះផងអញ្ចឹងខ្ញុំព្យាយាមបាញ់សម្រុកធ្វើម៉េចរកតែអាហ្នឹងឯណាអ្នកគ្នាបើយើងបាញ់ផ្ទុះអាហ្នឹងមួយទៀតគឺមេហ្នឹងយើងនឹងអាចថែមបានដោយស្រួលហើយនេះកន្លែងនេះយើងនៅសល់តែកន្លែងសិចដុំពោះហ្នឹងមួយណាអញ្ចឹងបើយើងបាញ់អាហ្នឹងបានយើងជោគជ័យហើយពេលខ្ញុំស៊ូខ្លាំងមែនម៉ែកខ្ញុំនេះត្រូវប្រហែលដៃឲ្យវាដែរណែទីបំផុតអ្នកនេះឃើញអសអត់វាឲ្យអ៊ីហ្នឹងគឺថែមយកមកដូចយើងជួយវាអញ្ចឹងអានេះយើងថែមនេះយើងជួយវាអញ្ចឹងទីបំផុតខ្ញុំក៏បានថែមជាមួយនឹងតៃតានដែរចូលរួមត្រេកអរមួយផ្ទះដៃតែងហើយខ្ញុំបានដាក់ឈ្មោះវាថាស្រេចតកព្រោះមកសត្វតកទាំងអស់ដូចជាលែងមានអាណាដែលខ្លាំងជាងវានឹងទៀតហើយមួយដៃងាប់អស់ហើយខ្ញុំតេស្ត skill តែអីវាដែរមើលទៅវាលយវាមានគប់តកវាមានលោតដំវាមានវាយដើម្បីធម្មតាអញ្ចឹងហើយខ្លួនវាមួយចង់ប៉ាន់អាគីខ្ញុំចាប់វាហើយយកវាទៅដាក់អាគីជាប់ផ្ទះយើងមើលទៅអែមមួយយ៉ាងដែរហើយនេះគឺជាតួអង្គសំខាន់របស់យើងមួយសម្រាប់វាយមេ King of Titan ហ្នឹងបើយើងអត់ថែមអាហ្នឹងទេពិបាកខ្លាំងណាស់សម្រាប់ការវាយ Titan ហ្នឹងអញ្ចឹងអ្នកនេះអាចមើល skill វាបានគឺលយខ្លាំងមែនតើគាត់វាដំមួយណា 7k វាដំមួយ 7k ព្រោះតកមួយ 1k ជាងលយបណ្ដោយចឹងយើងយកទៅវាវាយយើងយកទៅណាអស់ទេនេះហើយនេះគឺជារូបរាងពេញរបស់វាគឺនិយាយថាអែមខ្លាំងមែនតើអែមខ្លាំងហើយសប្បាយចិត្តខ្លាំងមែនតើព្រោះតាំងពីលេងអាកមកមិនដែលបានថែមមេហ្នឹងទំលើកទី1ថែមបានមេតៃតានអូអារម្មណ៍ពេលថែមបានហ្នឹងគឺហូរតឯងមកទៅហឹងហ្មងណាគ្នាតែយើងយកមកយក voice over ចេះវាបែកមូនបន្តិចណាចឹងថ្ងៃទី25ក៏បានមកដល់យើងក៏បន្តបេសកកម្មរបស់យើងសម្រាប់ទៅថែម Forest Titan ហើយ Forest Titan ក៏ដូចជាអាច Titan ដែរការវាយរបស់យើងគឺយើងត្រូវការវាយចំណុច3ហ្នឹងដូចគ្នាអញ្ចឹងអ្នកគ្នាអាចមើលទៅហើយបើសិនជាអ្នកដែលលេង extension ដែរចង់ថែមអីគឺស្រួលមែនតើត្រូវការតែ make មកដើមមកmake យ៉ាង level យ៉ាងធំតិចមកយកមកវាយគឺបានហើយបាញ់ជាយាមធ្វើម៉េចកុំឲ្យត្រូវអាចតៃតានហើយអានេះវាលយណានេះហើយវាស្រួលវាយជាងម៉ែបន្តិចស្រួលវាយជាងអាយបន្តិចដោយសារវានៅវាយជីកាវាយអីយើងដែរអត់ដូចអាយរត់មកវាយយើងរហូតហើយអានេះវាលយតោះថាពេលយើងវាយវាបាត់មួយអញ្ចឹងវាអត់ដូចអានោះបាត់ហ្មងអានេះគាត់ថាឥឡូវវានៅដៃ2អញ្ចឹងពេលដែលយើងបាញ់បែកមកជាងអញ្ចឹងធ្លាក់ដៃមកជាងចេញមកលយមកវាមាន effect មានអីឲ្យយើងមើលអញ្ចឹងហើយអានេះគឺជាសកម្មភាពបើយើងកំពុងតែថែមហើយអ្នកនរគ្នាដែលចូលថែមអាចប្រើ style ស្រៀងគ្នាទៅបើសិនជាមានថាសត្វណាដែលធំមួយឈាមច្រើនជាងទីកាអ្នកគ្នាអាចយកដាក់វាមករងសម្រាប់អាតៃតាន់នឹងវាយបានអញ្ចឹងយើងមានឱកាសច្រើននៅក្នុងការវាយអ្នកគ្នាឃើញ effect វាធ្លាក់ដៃអត់នោះវាអត់តែពេលធ្លាក់ហើយវាមកវិញឯងគ្រាន់ថានៅពេលយើងវាយបាត់អាហ្នឹងគឺវាបាត់ហើយអញ្ចឹងយើងជាយើងវាយទៅម៉េចឲ្យតែជ្រុះដៃទាំងសងខាងនឹងមកវានឹងលោតទៅលើអានោះមិញនៅទ្រូងបាទនេះវានៅនឹងចោមមាត់នេះវានៅនេះអញ្ចឹងវាពិបាកវាយអាកន្លែងហ្នឹងមិនតិចដែរអញ្ចឹងបើយើងបំបែកអាហ្នឹងបានតែមួយទៀតមកយើង 100% គឺយើងចាប់បានហើយKey Forest Titan Titan ព្រៃអ្នកគ្នាមើល skill វាលយអត់វាចាប់ជាមួយនឹងជីកាយើងហើយវាយកទៅវាយ
ឃើញអត់ជីកាយើងនៅនឹងដៃវាវាយរហូតអញ្ចឹងបើសិនជាវាចាប់យើងជាប់អីគ្រាន់តែដមិចអាហ្នឹងស៊ីយើងស្រួលងាប់បាត់ហើយវាដល់ជីកាយើងទៅណាទេវានៅខំនៅប្រើ skill ត្រូវជីកាយើងរហូតអញ្ចឹងជីកាយើងឈ្មោះលយណាខ្ញុំមកបានប្រាប់ទេជីកាយើងមានឈ្មោះថា boss tank ទួនាទីរបស់វាបុកឈាមឲ្យច្រើនដាក់ set ដល់ឲ្យតាន់សម្រាប់ការពារ tank ហើយបន្ទាប់ពីយើងបាញ់សុកណាគ្នាអើយវាប្រើ skill ទៅជាប់ match យើងធ្លាក់ពីលើហ្នឹងមានណាខ្ញុំកាចដែរអាវ tag ហ្នឹងហោះបារើស្នប់បាញ់ហើយបាញ់ match អត់ទៅស្នប់ហ៎ស្នប់បាញ់អស់ចិត្ត50-60គ្រាប់ហើយដូចមិនទៅណាទៅពេលបាក់ពេកមានដាក់ match ពេកហ្មងហ្នឹងមុនក្រោយត្រូវប្រើ match ដែរតែស្នប់អូយឆ្ងាញ់ណាស់នេះអូយ sound វាស្ដាប់ដូចប៉ក់លយប្រហើយហើយ match យើងនេះគឺជាសកម្មភាពយើងថាអាចថាចុងក្រោយហើយយើងឡើងធ្លាក់លេងហើយយើងវាយអាហ្នឹងផ្ដាច់តែម្ដងអញ្ចឹងអា Forest Titan នេះវាគួរសមដែរបាក់វាយបន្តិចដែរនេះអ្នកឃើញអត់នៅពេលយើងវាយបែកអាហ្នឹងគឺវាសន្លប់ចឹងហើយអញ្ចឹងយើងរត់ទៅដល់គ្រាន់តែយើងចុចតា E មួយមកគឺយើងថែមវាបានហើយសំខាន់គឺលយต้องថែមបានចេញ set doll មកឲ្យលយហ្មងថែមបានចេញ set doll មកឲ្យហ្មងអត់មានពិបាកទៅអង្គុយធ្វើ set doll ទេហើយរូបរាងចេញមកញាក់មកហើយខ្ញុំបានដាក់ឈ្មោះវាថា I am Groot ដោយសារវាធ្វើពីដើមឈើអញ្ចឹងដាក់វាឈ្មោះ Groot សមមែនតើវាធ្វើឲ្យយើងរំលឹកដល់ Guardian of the Galaxy តែមានតួអង្គលយមួយដែលឈ្មោះថា Groot ណាអ្នកនាងអញ្ចឹងតោះវាដាក់ឈ្មោះដាក់អីហើយយើងក៏បានយកវាមកផ្ទះហើយប្រមូលសัตว์ដែលយើងមានទាំងអស់មានថាទាំងអស់យើងអាចទុកមួយពីរដែលគិតថាគ្នាវាមិនបាច់យកមកងាប់ចោលព្រោះមិនវាយមិនកើតដែរក្រៅពីហ្នឹងគឺខ្ញុំប្រមូលមកទាំងអស់ជីកាយហ្នឹងម៉ែកអីហ្នឹងគឺខ្ញុំនឹងដាក់តបយើងទាំងអស់ដើម្បីវាយមេវគ្គបញ្ចប់អញ្ចឹងនេះគឺជាមេវគ្គបញ្ចប់ដែលយើងនឹងវាយហើយយើងក៏នឹងបញ្ចប់ម៉ូដនឹងដូចគ្នាបន្ទាប់ពីយើងវាយមេហ្នឹងហើយអញ្ចឹងសัตว์របស់ខ្ញុំចូល30 40 50ក្បាលហ្នឹងគឺខ្ញុំបុកទាំងអស់ហើយតួអង្គសំខាន់របស់យើងគឺតៃតាន់របស់យើង2ក្បាលហ្នឹងហើយដូចជាការអ្នកនេះឃើញអញ្ចឹងខ្ញុំនឹងបុក level បុកដមិចទាំងអស់ដើម្បីឲ្យវាជួយវាយទៅឲ្យវាត្រូវមេខ្លះព្រោះមេហ្នឹងគឺវាធំខ្លាំងហើយឈាមវាច្រើនគួរសមដែរមិនមែនច្រើនគួរសមទេគឺច្រើនខ្លាំងតែម្ដងឈាមចង់7 លានហ្នឹង1 លានជាងឈាមអញ្ចឹងតទៅពីរៀបចំតបឲ្យហើយខ្ញុំក៏បានទៅផ្ទះដើម្បីទៅយកមេតៃតានយើងយកមកដាក់ចាំវាយមេដែរអ្នកនេះអាចមើលទៅតបរបស់យើងនេះធ្វើមេមកអីមានគីឡូមួយវាទេខំម្នាក់ម៉ាត់ហ្នឹងងាប់បាត់ហើយខ្ញុំក៏មិនតន់ទៅភ្លាមដែរខ្ញុំឲ្យអ្នកនេះមើលបន្តិចដែរអំពីតបរបស់យើងពេលទៅមៀបជួរទៅមេក2ហ្នឹងគឺជាតួអង្គសំខាន់នៅក្នុងការថែមអញ្ចឹងបើសិនជាអត់អាមេកហ្នឹងទេអាពេលថែមហ្នឹងគឺខ្ញុំអត់ដឹងថាវានឹងវេទនីខ្លាំងប៉ុណ្ណាឬមួយខ្ញុំត្រូវលីបេបាញ់សតហ្មងណាព្រោះបាញ់បេក៏វាមិនសូវស្រួលដែរអាហ្នឹងដែរហើយបន្ទាប់ពីយើងរៀបចំឲ្យអស់យកតៃតាន់យកអីមកហើយយើងក៏ក្រាស់មេយកមកវាយអញ្ចឹងនេះគឺជាមេតែវាមានរូបរាងដូចជា Godzilla តែខុសពី Godzilla បន្តិចវាក៏ខិចជាងច្រមុះវាក៏ត្រឹបអញ្ចឹងអ្នកអាចមើលបាននេះគឺជាសកម្មភាពដែលយើងនឹងប្រមូលទ័ពរបស់យើងទាំងអស់យកមកវាយមើល The King of Titan ចឹងមេ King of Titan នេះគឺជាមេចុងក្រោយវាយើងត្រូវវាយហើយអ្នកគ្នា enjoy ជាមួយនឹងការវាយទៅបាទប៉ុន្តែអូឈឺខ្លាំងណាស់អ្នកនរគ្នាមកដៃសัตว์យើងងាប់អស់លេងយើងវាយហ្មងវាយវាបានសัตว์យើងងាប់ឲ្យចង់ទាំងអស់សល់4 5ក្បាលណាចឹងយើង all in ជាមួយនឹងមេហ្នឹងហើយដាក់ម្ដាយអាតកកយើងគឺយើងជីលវីចឹងក្បាច់វាយអីយើងអ្នកបជាយើងចង់ហោះយើងចង់លោតយើងចង់គប់តកអីហើយតកយើងឈឺគួរសមណាម្ដាយ230000ណាម្ដាយ230000ហើយអាព្រៃយើងហ្នឹងអាក្រូតហ្នឹងក៏វាយសាហាវអ្នកគ្នាមើលតារាងសัตว์ខ្ញុំងាប់ក៏ហមចយមកនេះមាត់ដៃងាប់ហ្មងខ្លាំងជាងគេអានៅពេលដែលវាអុកអាពេលវាអុកគឺហ្នឹងសัตว์យើងងាប់ហើយច្រើនហ្មងជីកាយើងនៅខាំជើងបានខ្លះតែនេះអាស្ទាយនេះម៉ែខ្លាំងមែនតើប៉ុន្តែយើងចៃដល់នេះយើងថែមបានតៃតានណាបើសិនជាពេលហ្នឹងខ្ញុំមកទៅថែមតៃតានហ្នឹងខ្ញុំយកជីកាមកវាយគ្មានទេគេដាក់តែម្ដាយងាប់បាត់ហើយតែចៃដល់នេះខ្ញុំ
từ thèm bàn tay tan pi nắng miền ấy pi nắng đã rồi miền nơi thế pro vay pro anh nặc đau này nặc vay tiệt hồ dương thực ra vay là hốt to tờ vi chiêm vi ai mình tên mà vô thầm mà nặc cái còn chỉ là bạch vào vía nè nè tích bảo cho lão thanh nặc trong viên ngóp á to vì viên nặc hay dương viên nằng bạc ca crop môi nắng cứ viên nằng phải là sạch cả rập trong bờ sân chỉ sạch cả rập nắng vi chánh viên miền con tọp chởn vầy chân dương vay vì toàn viên nặc chân dương bọc vay vì khlang tới tay tan dương pi đó chim trong bẹt đà này tay tan ta con đi khlang mình tèn nhom play tha nhom pe nông bởi nhom chi cụt vay mới tiến tới trong đang làm việc khlang và na chẳng hạn này là lấy vi cho đam mà sừng người ấy dương vay ở này nè còn tha sạch dương vì nè đom này nhá ngò viện cho đàn đai học quay với nhảy của bạn chăn chất à đã tung bên ấy sao mình tây tiết bà háo ấy bữa mà các bạn gì ở miền ai tay cái anh mình mà skill liền nè chẳng tìm thoát ác survival extension và dương cứ dương trục chạy vậy dương vay mê về phải chọc của bán dương chặt tay tan ban pi tiết thưa theo ban lỗi chẳng phải chọc thằng nâng của bạn này cái này ở anh nhìn TVC và VR mơ mình tây đai bộ p để dương vay phải chọc một tới viên đừng tranh vì cái thằng xịt cái đây bài chất nó p để dương ban là bạc crap ở mê nâng hai á mình sẽ đại có tay tại trên màu nâng không ác nè như để mơ video ác thọp lên ác nâng score hay nâng lư thọp lư dùm lên nâng hay nè khi khơi nhà đông cho đông ngót nó phải dương vay mê nâng bán xong bây đã chất đông đã cho đông nâng có vì khai thì chia đông đi điên này này vì lên chia đông nâng tiền này lấy tại enjoy cho mình TVC và video tặng ở khné chẳng ta mình enjoy gõ con này khné mà ca tu sana nè để mơ đo lại ní sata mình chả gì ấy và chẳng chúc anh em nhóm nơi video rồi bye. Absolutely beautiful. Go on, take a look. It's finally begun. The arcs are coming home. Each one carries with it the seeds of new life. Plants, animals, and humans. And these seeds will take root across the far corners of the world. Once they do, all that life will be unleashed. From there, it will spread, grow, and thrive. And this planet, our home, will bloom once more. As for the rest of the infection, well, the arcs can take it from here. In time, they'll purge every last bit of it from its soil. But make no mistake, this is all thanks to you. I'm just glad I got to see it. Look at that. Sun's rising.